សិស្សប្អូនថ្ងៃនេះពួកយើងមកដោះស្រាយបញ្ហាទាំងអស់គ្នាទៅសិស្សច្បងចាប់ផ្ដើមទៅបងប្រុសខ្ញុំរងាខ្ញុំឃ្លានណាស់ សៀវយ៉ាបងប្រុសនឹងទៅរកអីឲ្យអញញ៉ាំឲ្យតែបងនៅរស់គឺមិនឲ្យអញឃ្លានដាច់ខាតអាសុំទៀនស្អុយដើមមិនមើលផ្លូវចង់មកមែនទេលីវជៀនផ្លូវទឹកកអឺមិនមែនជាកំហុសគេទេប្អូនប្រុសយកប្រាក់នេះទៅទិញខោអាវថ្មីស្លៀកទៅអ្នកនាងចិត្តធម៌អរគុណអ្នកនាងចិត្តធម៌មនុស្សល្អប្រកាសជាបានផលល្អប្អូនស្រីនំប៉ាវមកដល់ហើយវ៉ាវគឺនំប៉ាវមែនបងប្រុសញ៉ាំទៅ សៀវយ៉ាអញមើលនេះជាអ្វីថ្ងៃនេះពួកយើងញ៉ាំឲ្យឆ្អែតទៅខ្ញុំថាហើយមិនក៏ធំក្លិននំប៉ាវសាច់អាចឆ្កែកូនមិនដឹងថាត្រូវគោរពមុនទេអីគឺអាលីវសាននំប៉ាវត្រូវពួកវាដណ្ដើមយកក៏មិនអីដែរតែបើប្រាក់ត្រូវពួកវាដណ្ដើមយកប្អូនស្រីប្រកាសជាត្រូវឃ្លានទៀតហើយសៀវយ៉ាឆាប់រត់ទៅនៅចង់រត់ទៀតម្ដាយវាចាប់ពួកវាឲ្យអញឆាប់ឡើងជប់អាចឆ្កែបើអញនៅតែរត់បើអញចាប់បានអញនឹងវាបំបាក់ជើងឯងបងប្រុសខ្ញុំរត់លេងរួចហើយ សៀវយ៉ាបងប្រុសប្រេងមេកាយពួកវាចូលព្រៃខ្មៅហើយយីថាខាងក្នុងសុទ្ធតែសត្វសាហាវកម្រមានអ្នកណារស់ចេញមកណាភុយចំណេញវាហើយតោះសៀវយ៉ាកុំខ្លាចពួកយើងទៅមើលខាងនោះឈិនហៃធៀនពួកឯងតាំងខ្លួនជាអ្នកក្លាហានតែមិនខ្វល់ពីច្បាប់ទម្លាប់សង្គមងឹតសម្រាប់គ្រួសារអញប្រកាសជាទទួលកម្មចាំងហុងយីងប្រគល់គុជប្រលឹងដាវមកអញនឹងដោះលែងពួកឯងបើមិនអញ្ចឹងទេសម្រាប់មិនទុកម្នាក់ឡើយត្រឹមពួកឯងប៉ុន្មានអ្នកក៏ហ៊ាននិយាយសម្ដីធំនៅមុខសត្វចាស់ដែរព្រះតេជគុណគុំមកអាំងចាស់នៅទីនេះកុំនិយាយច្រើនទទួលស្នៀតអ្នកនាងចិត្តធម៌លីវជៀនអញកុំយំទៀតម្ដាយអញស្លាប់បាត់ហើយឯងនិយាយផ្ដេសផ្ដាសម្ដាយខ្ញុំមិនស្លាប់ទេម្ដាយខ្ញុំដាច់ខាតមិនស្លាប់ទេល្អម្ដាយអញហត់ពេកដេកលក់ហើយពួកយើងទៅរងចាំម្ដាយអញនៅខាងនោះល្អទេទីនេះគ្រោះថ្នាក់ណាស់កុំចាប់ខ្ញុំខ្ញុំជាមនុស្សល្អខ្ញុំជាអ្នកសុំទានល្អប្អូនប្រុសអ្នកនាងចិត្តធម៌មិនទាន់ស្លាប់ទេខ្ញុំដឹងស្រាប់ហើយថាមនុស្សល្អមានផលល្អខ្ញុំមិនរស់ទេសូមអង្វរែងយកនាងទៅគ្រួសារចាំងនៅរាជធានីប្រគល់ឲ្យម៉ែកុំស្លាប់អីខ្ញុំគ្រាន់តែជាក្មេងសុំទានម្នាក់សំបីតែរាជធានីនៅឯណាក៏មិនដឹងផងតើឲ្យខ្ញុំយកទៅយ៉ាងម៉េចហើយតែអ្នកនាងចិត្តធម៌នេះជាមនុស្សល្អរឿងដែលគាត់ផ្ដាំមុនស្លាប់ខ្ញុំបដូរជីវិតក៏ត្រូវតែធ្វើឲ្យបានដែរក្រអូបណាស់ឃ្លានស្លាប់ខ្សាច់ចាស់ហើយ
អាសត្វត្រឆានទៅចាប់ត្រីក្នុងទន្លេឲ្យខ្សាច់ចាស់ពីរទៀតមកបើមិនអញ្ចឹងទេថ្ងៃនេះតែឯងនឹងបោះពួកឯងទាំង3នាក់ចូលទន្លេមិនខានខ្ញុំចាប់ត្រីបានហើយ សូម្បីតែដេកក៏មិនឲ្យខ្សាច់ចាស់ដេកឲ្យស្រួលដែរឆាប់យកត្រីទៅអាំងឲ្យឯងខ្សាច់ចាស់បិសាចឈាមឯងមិននៅសាងអំណាចនៅស៊ីជាងទេហ៊ានលួចចូលវត្តសលីងលួចគម្ពីរយុទ្ធសិលឹកថែមទាំងសម្លាប់សិស្សអញជាច្រើនអ្នកទៀតថ្ងៃនេះទោះជាត្រូវដេញតាមដល់ជើងមេឃក៏ព្រះទេពគុណចាស់ត្រូវតែបញ្ជូនឯងទៅឋានសួគ៌ដែរដើម្បីកុំឲ្យឯងធ្វើអាក្រក់ក្នុងពិភពគុណទៀតត្រឹមពួកឯង3នាក់ក៏ហ៊ាននិយាយសម្ដីធំនៅមុខខ្សាច់ចាស់ដែរព្រះទេពគុណគុំមកអាងចាស់នៅទីនេះសិស្សប្អូនបង្កើតទម្រង់ដាវលៀងយីសាឡបងស្នៀតរបស់បិសាចឈាមទេវតាជួយអញហើយអាចឆ្កែអ៊ូតាំង2នាក់នេះដេញតាមស្អិតណាស់លោកតាព្រះអន្តរជួយផងសូមកុំឲ្យលោកគ្រូទាំងពីរនាក់នេះទៅអីបើពួកគេស្លាប់បិសាចនេះប្រកាសជាផឹកឈាមស៊ីសាច់ខ្ញុំមិនខាន សិស្សប្អូនវ៉ាន់សាននេះជាអន្ទាក់ដែលខ្ញុំរៀបចំកាលពីច្រើនឆ្នាំមុនឥឡូវបែរជាសម្លាប់សិស្សប្អូនទៅវិញទេអាបិសាចឈាមចាស់ឯងសម្លាប់សិស្សប្អូនអញថ្ងៃនេះអញត្រូវតែយកជីវិតឆ្កែរបស់ឯងអាសិនជាចាស់គឺឯងផ្ទាល់ដៃសម្លាប់បងប្អូនបង្កើតដែលនៅជាមួយអញរាប់សិបឆ្នាំឥឡូវនេះវាកំពុងឈរនៅពីក្រោយអញទីជីវិតហើយមនុស្សឲ្យអាមនុស្សចាស់ឯងចាំមើលចុះទោះជាឯងរត់ដល់ជើងមេឃក៏អញត្រូវតែឲ្យឯងសងបំណុលឈាមនេះដែរអាក្មេងតូចបើឯងហ៊ានរត់ខ្សាច់ចាស់នឹងពន្លាស្បែកដកសរសៃឯងឥឡូវនេះ គ្មានទេលោកតាខ្ញុំឃើញលោកតាប្រយុទ្ធជាមួយគេហត់ហើយខ្ញុំទៅរើសអស់អាំងទន្សាយឲ្យលោកតាញ៉ាំគោរពលោកតាខ្ញុំទៅឥឡូវហើយអាក្មេងនេះឆ្លាតគ្រាន់បើខ្សាច់ចាស់ស្រាប់តែរៀងស្ដាយមិនចង់សម្លាប់ឯងទេណែមានទឹកទេអញចង់ផឹកទឹក លោកតាខ្ញុំទៅរកទឹកឲ្យលោកតាផឹកឥឡូវនេះ ចាំលេងបានហើយគ្មានទឹកផឹកអញនឹងយកឈាមអញមកជំនួសគួចប្រលឹងដាវមិនមែនបាត់ពីពិភពគុណយូរហើយទេអាសុំទៀនតូចឯងបានវាមកពីណាពិតជាគួចប្រលឹងដាវមែនមិនខាតពេលដែលវាសនាចាស់នេះកំណត់មកសោះបានរបស់នេះអាចជួយឲ្យធម្មពលចាស់នេះកើនឡើងហើយថែមទាំងអាចព្យាបាលជំងឺរ៉ាំរ៉ៃរបស់ចាស់នេះទៀតហាហាហាអូយឃ្លានចង់ងាប់ហើយប៉ុន្តែបើគុំតែបានអាតាចាស់បិសាចនេះធ្វើជាកំរោលទ្រពពីក្រមម្លេះខ្ញុំច្បាស់ជាងាប់បាត់ទៅហើយ អាល្អិតដេកអស់3ថ្ងៃទីបំផុតអញដឹងខ្លួនហើយ នរណានិយាយហ្នឹងគឺខ្មោចមែនទេ ខ្មោច
បើចាស់នេះជាខ្មោចចាស់នេះស៊ីអញមុនគេហើយនៅក្បែរនេះមានរូងភ្នំមួយបើមានសេចក្តីក្លាហានក៏មានចូលមក ខ្ញុំខ្លាចអី ប្រញាប់ដើរមកទីនេះភ្លាមមក30ឆ្នាំហើយចាស់នេះនៅម្នាក់ឯងក្នុងរូងភ្នំដ៏ស្ងាត់ជ្រុងនេះរស់យ៉ាងវេទនាអស់30ឆ្នាំថ្ងៃនេះទីបំផុតចាស់នេះបានឃើញមនុស្សរួមមានដង្ហើមហើយអាល្អិតមកទីនេះ ខ្ញុំមិនទៅទេខ្ញុំមិនទៅទីនោះទេ ឯងនៅក្មេងសោះតែសរសៃឈាមទាំងពីរត្រូវបានបាត់ទាំងស្រុងហើយក្នុងខ្លួនគ្មានជាតិពុលសោះនេះច្បាស់ណាស់ថាធ្លាប់ស៊ីថ្នាំទឹកហើយឆ្លងកាត់ការលាងជម្រះឆ្អឹងបដូរសាច់មិនខាន លោកតាលោកតាចង់ធ្វើអី អាល្អិតថ្ងៃនេះឯងអាចធ្លាក់មកទីនេះបានគឺជាសំណាងដែលសន្សំមក9ជាតិហើយឯងព្រមយកចាស់នេះជាគ្រូទេ យកលោកតាជាគ្រូលោកតាមានសមត្ថភាពអីលោកតាអាចវាយឈ្នះអាបិសាចមុខសម្លាប់ដែលចាប់ខ្ញុំនោះទេ ឯងនិយាយពីអាបិសាចចាស់ស្ថាបនិកបិសាចឈាមនោះឬឲ្យតែឯងហាត់ស្រមោលបិសាចឈាមរបស់ចាស់នេះបានសម្រេចទោះជាស្ថាបនិកបិសាចឈាម10នាក់ក៏មិនមែនជាគូប្រកួតរបស់ឯងដែរ លោកគ្រូសូមទទួលការគោរពពិសេសឈើប៉ាផង ឲ្យតែឯងហាត់ស្រមោលបិសាចឈាមរបស់ចាស់នេះបានសម្រេចទោះជាស្ថាបនិកបិសាចឈាម10នាក់ក៏មិនមែនជាគូប្រកួតរបស់ឯងដែរ លោកគ្រូសូមទទួលការគោរពពិសេសឈើប៉ាផង វិជាដាវបង្ក្រាបបិសាចស្រមោលដាវភ្លឺថ្លាបិសាចរាប់ម៉ឺនថយចេញលាក់មុខដាវចូលស្រោមស្ថានសួគ៌នឹងផែនដីភ្លឺស្វាង សិស្សឲ្យចូលមក លោកគ្រូ ល្អណាស់ខំប្រឹងហាត់អស់8ឆ្នាំវិជាដាវបង្ក្រាបបិសាចរបស់ឯងពិតជាស្ទាត់ជំនាញមែនពេលវេលារបស់គ្រូចិត្តអស់ហើយគំនុំឈាមដែលកប់ទុកយូរមកហើយសិស្សត្រូវតែសងសឹកជំនួសគ្រូ លោកគ្រូកុំទាន់អាននិយាយអីសិស្សនឹងបញ្ជូនធម្មពលព្យាបាលរបស់លោកគ្រូសិន គ្មានប្រយោជន៍ទេស្ដាប់ឲ្យច្បាស់គ្រូមានឈ្មោះពិតថាម៉ូយុនឡុងជាមេបតី2នៃត្រកូលម៉ូនៅព្រំដែនភាគខាងជើង 30ឆ្នាំមុនចាស់នេះនឹងសិស្សប្អូនមានជាងយានបានរៀនគុណជាមួយលោកគ្រូឈៀងឆានលោកគ្រូបានទទួលគម្ពីរដ៏អស្ចារ្យនេះដោយចៃដន្យគឺវិជាដាវបង្ក្រាបបិសាចដែលបង្កឲ្យមានគ្រោះថ្នាក់ទើបប្រគល់ឲ្យចាស់នេះរក្សាទុកហើយផ្ដាំថាកុំឲ្យមានជាងយានដែលមានចិត្តមិនល្អដឹងឲ្យសោះគ្រូបានប្រយុទ្ធជាមួយវាដល់ស្លាប់នឹកស្មានមិនដល់ថាវាលួចប្រាល្បិចទីបំផុតក៏ត្រូវសត្វត្រឆាននោះស្ទាក់ចាប់នៅកំពូលភ្នំវាមិនត្រឹមតែវាបំបាក់ជើងទាំងពីររបស់គ្រូទេថែមទាំងបង្ខំឲ្យគ្រូធ្លាក់ចូលជ្រោះជ្រៅនេះទៀត អាមីនជាងយាននោះជាមនុស្សអាក្រក់វាលួចស្ដាប់ការសន្ទនារបស់គ្រូនិងលោកគ្រូធំហ៊ានធ្វើពុតជាជូនតែហើយដាក់ថ្នាំពុលក្នុងតែថែមទាំងសម្លាប់លោកគ្រូធំដោយផ្ទាល់ដៃពេលជាពលរាវដាក់ទៀតចាប់ពីថ្ងៃនេះទៅអញបដូរឈ្មោះជាផ្លូវការថាឈើអ៊ីជៀនផ្កាយឯកជីខ្យល់ដាវមួយចង្អុលខ្យល់បរិសុទ្ធយកចិត្តអ្នកក្លាហានបែងចែកល្អអាក្រក់យកដាវវិញបង្ក្រាបភាពសាហាវខូខើ ឈើអ៊ីជៀនសូមអរគុណលោកគ្រូដែលបានដាក់ឈ្មោះឲ្យ បន្ទាប់ពីគ្រូស្លាប់ទៅឯងយកធាតុនិងចិញ្ចៀនរបស់គ្រូធ្វើដំណើរទៅភាគខាងជើងដើម្បីស្វែងរកប្រពន្ធគ្រូលីនហ្វាំងពីងជួយមើលថែនាងនិងកូនជំនួសគ្រូផងបន្ទាប់មកទៅរកអាសត្វត្រឆានមានជាងយាននោះហើយសម្អាតបាក់ជំនួសគ្រូ សិស្សច្បាស់ជានឹងសម្លាប់អាជនក្បត់នោះដោយផ្ទាល់ដៃសៀវយ៉ា10ឆ្នាំហើយតើអញសុខសប្បាយទេតើធំពេញវ័យជាក្រមុំហើយមែនទេចាំរកប្អូនស្រីឃើញសិនសឹមឡើងទៅជើងរកប្រពន្ធគ្រូរៀបចំទុកដាក់ធាតុលោកគ្រូរឿងដែលនៅសល់គឺមានជាងយានស៊ីងឈៀងនេះពិតជាមនុស្សល្អជាអ្នកក្លាហានដែលជួយអ្នកដទៃមែនយល់ថាដើម្បីឪពុកគាត់លក់ទ្រព្យសម្បត្តិអស់រលីងតែចិត្តអ្នកមានទាំងនេះរឹងជាងថ្មទៅទៀតមិនអញ្ចឹងអីឪពុកចាស់របស់ស៊ីងអ៊ីហាវមានជំងឺចម្លែកមួយមិនអាចបិទភ្នែកបានពេញមួយឆ្នាំត្រូវរងទុក្ខទាំងយប់ទាំងថ្ងៃអ្នកក្លាហានស៊ីងដើម្បីព្យាបាលជំងឺឪពុកបានស្វែងរកគ្រូពេទ្យល្បីទូទាំងពិភពលោកនិងចាយទ្រព្យសម្បត្តិអស់រលីងតើថ្នាំអន្ត្រីឈាមនោះជារបស់អ្វីហើយអ្វីបានជាត្រូវទៅអង្វរត្រកូលកៅនិយាយថាថ្នាំអន្ត្រីឈាមត្រូវប្រើអស្ថមយ៉ាងឈ្មោះថាផ្កាអន្ត្រីឈាមដើម្បីផ្សំផ្កានោះដុះនៅលើដើមអន្ត្រីឈាមហើយដើមនេះត្រូវស្រោចដោយឈាមទើបអាចចេញផ្កាបាន ត្រកូលកៅហ៊ានដាំឈើបិសាចបែបនេះផងពិតជាត្រកូលកៅដែលមានទ្រព្យសម្បត្តិស្មើនឹងប្រទេសមួយមែនបើដឹងខ្លួនប្រញាប់ចេញទៅកុំឲ្យខូចការរាប់អានគ្នាលោកម្ចាស់បាននិយាយហើយនៅក្នុងភូមិគ្រឹះកៅគ្មានថ្នាំអន្ត្រីឈាមអ្វីដែលឯងនិយាយនោះទេអ្នកដាវដេញខ្យល់ឈិនភីងប្រើដាវដេញខ្យល់13ក្បាច់ដាវពេញពិភពគុណប៉ុន្មានឆ្នាំមុនស្រាប់តែបាត់ដំណឹងអ្នកក្លាហានដូចជាលោកឈិនបែរជាសុកចិត្តធ្វើជាឆ្កែបម្រើគេពិតជាគួរឲ្យសោកស្ដាយណាស់មនុស្សម្នាក់មានមហិច្ឆតារៀងខ្លួនតែឯងលុតជង្គង់មកភូមិគ្រឹះកៅដោយគ្មានហេតុផលជាការបង្ខិតបង្ខំដោយប្រយោលតែចាត់ទុកជាទង្វើវីរបុរសអ្វីទៅ
ខ្ញុំស៊ីងសុំថ្នាំឲ្យពុកគឺដើម្បីតែពាក្យថាតែខ្ញុំមួយម៉ាត់ប៉ុណ្ណោះសង្ឃឹមថាលោកឈិននឹងយកប្រាប់អញម្ដងទៀតភូមិគ្រឹះកៅគ្មានថ្នាំអន្ត្រីឈាមទេទោះបីជាមានឲ្យខ្ជិលមិនឲ្យខ្ចីក៏ត្រូវមើលអារម្មណ៍លោកម្ចាស់ដែរខ្ញុំសូមណែនាំឲ្យអញប្រញាប់ចេញទៅកុំបង្ខំឲ្យខ្ញុំប្រើហិង្សាគ្រូបង្វឹកឈិនចាំបាច់និយាយច្រើនជាមួយវាធ្វើអីដេញវាចេញទៅខ្ញុំស៊ីងពិតជាសុំដោយស្មោះមិនមែនមានចិត្តណាបង្កចំនួនទេអញ្ចឹងខ្ញុំចង់មើលថាតើឆ្អឹងឯងរឹងប៉ុណ្ណាអញរកសេចក្តីស្លាប់ខ្លួនឯងកុំបន្ទោសខ្ញុំអញហ៊ានលួចធ្វើបាបខ្ញុំស៊ីងគ្រាន់តែសុំថ្នាំអន្ត្រីឈាមមួយគ្រាប់ដើម្បីព្យាបាលជំងឺឪពុកតែអញបែរជាចង់សម្លាប់ខ្ញុំពេលនេះខ្ញុំបានទទួល3ក្បាច់ហើយចាត់ទុកថាអស់ចិត្តហើយថ្នាំអន្ត្រីឈាមតើពួកអញឲ្យខ្ចីឬមិនឲ្យខ្ចីអញគិតថាអញជានរណារបស់មានតម្លៃដូចជាថ្នាំអន្ត្រីឈាមតើមនុស្សថោកទាបដូចអញអាចប៉ះពាល់បានឬបើអញ្ចឹងមែនខ្ញុំស៊ីងអ៊ីហាវក៏លែងខ្វល់អ្វីទៀតដែរភ្លាមការសារីវិជាដេញខ្យល់ពិតជាល្បីឈ្មោះមែនតែបើចង់ចូលភូមិគ្រឹះកៅត្រូវឆ្លងកាត់ខ្ញុំសិនប៉ុន្មានឆ្នាំហើយទីបំផុតអាចបញ្ចេញសកម្មភាពពុតសរសៃពុតឆ្អឹងបានហើយត្រឹមតែក្មេងជំនាន់ក្រោយសោះគ្រូបង្វឹកឈិនចាំបាច់ពិបាកម្លេះយកគ្នាច្រើនសម្លុតអ្នកតិចមិនសមជាអ្នកក្លាហានសោះនិយាយច្រើនម្លេះទទួលយកក្បាច់នេះទៅជីវិតខ្ញុំចប់ត្រឹមនេះហើយជាអ្នកក្លាហានមួយចំនួនបែរជាចាប់ដៃជាមួយហឺប៉ៃអ៊ូឆាងដែលធ្វើអាក្រក់រាប់មិនអស់ដើម្បីទប់ទល់នឹងក្មេងចំនួនក្រោយម្នាក់តាមមិនខ្មាស់គេទេអាល្អិតឯងជានរណាហ៊ានមកចំអុលមុខហឺប៉ៃអ៊ូឆាងឯងគិតថាជីវិតឯងវែងពេកមែនទេមនុស្សចិត្តស្លាប់មានសិទ្ធិអីមកដឹងឈ្មោះខ្ញុំអាល្អិតនេះក្រអឺតក្រទុំមែនចាស់នេះចង់មើលថានរណាជាអ្នកចិត្តស្លាប់ប្រញាប់ថយក្រោយបងធំវិជាដាវបង្ក្រាបបិសាចស្រមោលបិសាចឈាមនេះជាអ្នកណាវិជាដាវពិតជាអស្ចារ្យមែនអ្នកក្លាហានស៊ីងរបួសអ្នកមិនស្រាវទេនៅអាចទ្រាំបានអរគុណអ្នកមានគុណដែលបានជួយសង្គ្រោះអ្នកក្លាហានស៊ីងនិយាយធ្ងន់ពេកហើយគ្រាន់តែឃើញរឿងអយុត្តិធម៌បើជាអ្នកផ្សេងក៏ច្បាស់ជាចេញមុខជួយដែរខ្ញុំជូនអ្នកត្រឡប់ទៅវិញសិនលើកនេះខ្លាចតែមានបញ្ហាធំហើយនៅមិនទាន់ស្គាល់ឈ្មោះអ្នកមានគុណតើអាចប្រាប់បានទេខ្ញុំឈើអ៊ីជៀនបងឈើអ្នកនិងខ្ញុំមិនដែលស្គាល់គ្នាហេតុអ្វីចេញមុខជួយខ្ញុំលុតជង្គង់សុំថ្នាំដើម្បីឪពុកត្រូវគេវាយ3ដងតែមិនតបត់នេះជាការកតញ្ញូធំធេងខ្ញុំឈើអ៊ីជៀនទោះបីជាមិនពូកែតែមិនអាចមើលកូនកតញ្ញូត្រូវគេប្រមាថបានទេឪពុកខ្ញុំដេកឈឺ7-8ឆ្នាំមកហើយខ្ញុំលក់ទ្រព្យសម្បត្តិរកគ្រូពេទ្យល្បីក៏នៅតែព្យាបាលមិនជាពេលនេះមានតែថ្នាំស្វេយីងទេដែលអាចជួយជីវិតគាត់បានដើមស្វេយីងនោះស្រោចដោយឈាមជាវត្ថុស័ក្តិសិទ្ធិអាក្រក់បំផុតដាច់ខាតមិនអាចទុកបានទេចំណែកថ្នាំស្វេយីងខ្ញុំនឹងទៅយកជំនួសអ្នកមិនបានទេវាមានកាវមានកម្ពូលអ្នកលេងគុណច្រើនណាស់អ្នកមានគុណបានជួយជីវិតខ្ញុំម្ដងហើយតើខ្ញុំអាចឲ្យអ្នកទៅប្រថុយគ្រោះថ្នាក់ម្ដងទៀតបានយ៉ាងម៉េចខ្ញុំពិតជាកោតសរសើរបងស៊ីងដែលជាមនុស្សកតញ្ញូនិងមានគុណធម៌បែបនេះម្យ៉ាងទៀតវត្ថុអាក្រក់បែបនោះមិនគួរមាននៅលើលោកនេះទេកូនប្រុសដើមទ្រូង5ហັດហ៊ានធ្វើហ៊ានទទួលទោះជារូងខ្លាក៏គ្មានអ្វីត្រូវខ្លាចដែរសប្បាយចិត្តណាស់បងឈើបើមិនប្រកាន់ទេខ្ញុំស៊ីងអ៊ីហាវមួយជីវិតនេះសូមរាប់អានអ្នកជាបងប្អូនប្រកាសជាមិនប្រកាន់ទេបងធំស៊ីងសូមទទួលការគោរពពីប្អូនហាវកុំឲ្យពុកទ្រាំរងទុកទៀតអីបញ្ជូនពុកទៅចុះពុកពិតជាមិនចង់ធ្វើជាបន្ទុកកូនទៀតទេពុកកូនរកថ្នាំស្វេយីងឃើញហើយចាំយកបានពុកនឹងជាសះស្បើយហើយមនុស្សសញ្ជាតិនេះឪពុកនឹងកូនពិតជាជ្រាលជ្រៅណាស់បងឈើយ៉ាប់ហើយបងឈើពិតជាទៅវិមានការម្នាក់ឯងមែន
គុំស្រែកសហការឲ្យស្រួលបួលខ្ញុំមិនសម្លាប់អញទេអ្នកក្លាហានសូមអត់ទោសឲ្យខ្ញុំផងតើចៅហ្វៃអញស្នាក់នៅបន្ទប់ណាកៅហ្វូចុងស្នាក់នៅអគារខ្ពស់ជាងគេនៅទីធ្លាខាងក្រោយតើថ្នាំស្វេយីងទុកនៅណារឿងនេះខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែជាឆ្មាំធម្មតាម្នាក់ប៉ុណ្ណោះចុះដើមស្វេយីងដាំនៅណានៅទីធ្លាបិទជិតមួយខាងក្រោយវាមានកៅទីនោះមានអ្នកពូកែយាមកាមមិនដែលមានអ្នកណាចូលទៅទេមកលឿនគួរសមលឿនជាងការគិតរបស់ខ្ញុំទៅទៀតគ្រូធ្លាប់ប្រាប់ខ្ញុំថាកាលពី30ឆ្នាំមុនអ៊ូតាំងមានកូនភ្លោះមួយគូដែលមានវិជ្ជាដាវកំពូលហាត់វិជ្ជាដាវយិនយ៉ាងបានយ៉ាងស្ទាត់ជំនាញគ្មានអ្នកណាប្រៀបបានដោយសារអ្នកទាំងពីរមានចិត្តគំនិតដូចគ្នាសហការគ្នាបានយ៉ាងល្អឥតខ្ចោះទើបធ្វើឲ្យវិជ្ជាដាវយិនយ៉ាងល្បីល្បាញពេញពិភពគុណបើខ្ញុំទីមិនខុសទេអ្នកទាំងពីរគឺដាវភ្លោះអ៊ូតាំងគឺរៀមច្បងភីងយ៉ាងជឿនិងឈីងយ៉ាងជឿហើយមើលទៅមិននឹកស្មានថាបងប្អូនយើងចាក់ចេញពីពិភពគុណជាង20ឆ្នាំហើយនៅមានក្មេងជំនាន់ក្រោយចាំយើងទាំងពីរនាក់ទៀតបើស្គាល់បងប្អូនយើងហើយក៏មិនបាច់ពិបាកទៀតទេទុកដាវឯងនៅទីនេះហើយចេញទៅឬមួយក៏ទុកទាំងមនុស្សទាំងដាវឯងជ្រើសរើសខ្លួនឯងទៅក្មេងជំនាន់ក្រោយស្មានថារៀមច្បងទាំងពីរជាកំពូលអ្នកលេងគុណក្នុងលោកគួរតែជាគំរូសម្រាប់ក្មេងជំនាន់ក្រោយកាន់ដាវក្នុងពិភពគុណជួយអ្នកខ្សោយកំចាត់អ្នកខ្លាំងតែថ្ងៃនេះបានជួបអ្នកទាំងពីរបែរជាប្រើអំណាចគៀបសង្កត់អ្នកខ្សោយធ្វើជាបរិវារមនុស្សអាក្រក់ពិតជាធ្វើឲ្យក្មេងជំនាន់ក្រោយខកចិត្តខ្លាំងណាស់អ្នកទាំងពីរបោះបង់ចោលសេដ្ឋធននៃមហាវិថីសុកចិត្តធ្លាក់ខ្លួនធ្វើជាអ្នកស៊ីឈ្នួលវីតបគួរឲ្យស្ដាយមែនបងប្អូនយើងទាំងពីរនៅទីនេះដើម្បីសង្គុណឲ្យតែក្មេងឯងទម្លាក់ដាវចុះបងប្អូនយើងដាច់ខាត់មិនធ្វើបាបឯងទេសិស្សច្បងគុំនិយាយច្រើនអីបើគេហ៊ានមកទីនេះម្នាក់ឯងច្បាស់ជាមានល្បិចខ្លះហើយគួរតែរៀមច្បងទាំងពីរចេញដៃមុនទៅបើមិនអញ្ចឹងទេខ្ញុំខ្លាចអ្នកទាំងពីរគ្មានឱកាសទេក្មេងប្រហើនទទួលយកទៅដើមស្វីយីងនៅឯណាខ្ញុំនឹងនាំអ្នកក្លាហានវ័យក្មេងទៅឥឡូវនេះទទួលបញ្ជាពីកៅហ្វូចុងមកគោរពដើមឈើស័ក្តិសិទ្ធិសូមជួយសម្រួលផងរៀមច្បងខ្ញុំទទួលបញ្ជាពីមេគ្រួសារនាំមនុស្សម្នាក់នេះមកគេចង់បំផ្លាញដើមស្វីយីងរបស់គ្រួសារកៅយើងដឹងហើយឯងចុះទៅសិនទៅក្មេងតូចកុំរមានអ្នកណាអាចនៅស្ងៀមស្ងាត់ដូចឯងនៅក្រោមក្រសែភ្នែករបស់ខ្ញុំណាបើឯងព្រមចូលរួមជាមួយគ្រួសារកៅខ្ញុំច្បាស់ជាបណ្ដោះបណ្ដាលឯងឲ្យក្លាយជាកំពូលអ្នកលេងគុណមិនខានផ្លូវអាក្រក់មិនអាចដើរជាមួយគ្នាបានទេវិជាសម្លេងបិសាចក្មេងតូចនេះជាវិជាអ្វីសម្លេងបង្ក្រាបបិសាចបំផ្លាញដើមស្វីយីងរបស់គ្រួសារកៅខ្ញុំនឹងប្រើថ្នាំស្វីយីងខ្លាំងៗបំពុលពួកឯងឲ្យស្លាប់ហ្វូចុងថ្នាំស្វីយីងនោះគឺខ្លាំងៗហឹសប្រកាសណាស់ខ្ញុំកៅប៉ៃវ៉ាន់មិនទាន់ល្ងងដល់ថ្នាក់នឹងទេថ្នាំស្វីយីងមានពីរយើងចាញ់បោកគេហើយគឺជាខ្មោចទាំង5នៅជាងណាននិយាយថាមនុស្សតញោមិនអាចព្យាបាលពុកជាសេះស្បើយថែមទាំងសម្លាប់គាត់ទៀតបងខំស៊ីងក្នុងពិភពគុណអ្វីដែលពិបាកយល់បំផុតគឺចិត្តមនុស្សសាសនាបិសាចមានចិត្តមេត្តាចំពោះស្ត្រូវមានចិត្តមេត្តាចំពោះស្ត្រូវគឺខុសខើចំពោះខ្លួនឯងកុំងាយជឿអ្នកដទៃពេកលោកគ្រូសិស្សខុសហើយសិស្សធ្វើប្រហែសពេកហើយកៅប៉ៃវ៉ាន់ខ្ញុំច្បាស់ជាឲ្យអញសងបំណុលឈាមនេះមិនខានមកពីខ្ញុំងាយជឿពេកធ្វើប្រហែសពេកខ្ញុំស្មានតែបំផ្លាញដើមឈើបិសាចនោះចោលគ្រប់យ៉ាងនឹងល្អប្រសើរហើយអ្នកទាំងអស់គ្នាទុកចិត្តចុះគំនុំមួយនេះខ្ញុំក៏ទុកលើក្បាលកៅប៉ៃវ៉ាន់ហើយក៏ទុកលើក្បាលខ្ញុំខ្លួនឯងដែរចាប់ពីថ្ងៃនេះទៅឈើអ៊ីជៀនដាច់ខាតមិនមានចិត្តមេត្តាចំពោះស្ត្រូវសំបីតែបន្តិចទៀតទេបំណុលឈាមត្រូវតែសងដោយឈាម
មិត្តភក្តិបើមកដល់ហើយក៏មិនបាច់លាក់ខ្លួនទៀតដែរឯងគឺឈើអ៊ីជៀនឬថាដៅឯងលឿនណាស់ខ្ញុំមិនសូវជឿទេឯងមិនសួរទេថាខ្ញុំជាអ្នកណា បើឯងមកសម្រាប់ខ្ញុំទៅហើយដឹងឈ្មោះឯងឬអត់ក៏មិនសំខាន់ដែរ អែមមានហេតុផលឯងនេះគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំគឺយីហ្វីសៀជាទេពអប្សរដៅព្រៃអង្គារដីនៃនិកាយសៀនចុងកៅបៃវ៉ាន់និយាយថាដៅឯងលឿនណាស់សំបីតែដៅភ្លុះអ៊ូតាំងក៏មិនមែនជាគូប្រកួតដែរថែមទាំងនិយាយថាមានតែជីតាខ្ញុំទេទើបអាចទប់ទល់នឹងឯងបានខ្ញុំស្ដាប់ហើយមិនសប្បាយចិត្តសោះទើបមកតាមរកឯងមិនក៏ឯងមិនព្រមចេញដៃក៏មិននិយាយស្ដី ខ្ញុំកំពុងរងចាំឯង បើខ្ញុំចេញដៃមុនឯងនឹងគ្មានឱកាសទេមើលដាវមិនអាចទេតែខាត់មិនអាចទេមិនក៏ឯងអាចលឿនជាងខ្ញុំទៅរួចខ្ញុំហាត់ដាវ15ឆ្នាំហើយមិននឹងអាចទៅរួចថោកទៀតបើអញ្ចឹងគឺឯងបង្ខំខ្ញុំទេវិជាដាវបង្ក្រាបបិសាចជីតាខ្ញុំច្បាស់ជាសងសឹកឲ្យខ្ញុំមិនខានសម្រាប់ឯង កៅបៃវ៉ាន់ឈិនភីងគំនុំនេះគួរតែទូទាត់ហើយឈិនភីងលឿនបន្តិចទៅផ្កាយចង្រៃនោះអាចនឹងតាមទាន់គ្រប់ពេលលោកម្ចាស់ទុកចិត្តចុះឆ្លងផុតចលងភ្នំនេះទៅគឺមានសុវត្ថិភាពហើយលោកតាទូតស្លាប់ហើយដើមស្វេយីងក៏គ្មានទៀតគ្រូសាកៅខ្ញុំ គ្រឹះរបស់កៅបៃវ៉ាន់ត្រូវបំផ្លាញដោយក្មេងម្នាក់នេះឈិនភីងនេះមានរឿងអីមិនក៏ឈប់ពួកនេះជាអ្នកណាកៅបៃវ៉ាន់កន្លែងនេះហុងស៊ុយល្អណាស់ជូនឯងត្រឹមនេះចុះ ឯងមានន័យថាម៉េច កៅបៃវ៉ាន់ឯងនៅចាំគ្រូសាឈិនប៉ោយៀនដែលឯងសម្លាប់កាលពី23ឆ្នាំមុនទេ ឈិនប៉ោយៀនឯងមិនក៏ឯងស្គាល់ឈិនប៉ោយៀន ខ្ញុំជាកូនប្រុសរបស់ឈិនប៉ោយៀនកាលនោះពេលខ្ញុំកើតមកមានជំងឺប្រចាំកាយត្រូវពុកបញ្ជូនទៅរៀនវិជ្ជានៅភ្នំឈីងហ្វឹងទើបរួចផុតពីគ្រោះថ្នាក់នោះពេលខ្ញុំត្រឡប់មកផ្ទះវិញមនុស្សជាង100នាក់ត្រូវស្លាប់ក្រោមផ្លែដាវឯងដើម្បីដណ្ដើមទ្រព្យសម្បត្តិគ្រួសារឈិនសម្រាប់មនុស្សពេញផ្ទះគ្មានសល់ម្នាក់ តាមពិតជាង10ឆ្នាំនេះឯងលាក់ខ្លួននៅក្បែរយើងសោះ ខ្ញុំលាក់ឈ្មោះព្រមធ្វើជាគ្រូបង្រៀននៅផ្ទះត្រកូលកៅរងចាំគឺថ្ងៃនេះឯងជីដូនទូត្រកូលកៅឯងស្លាប់ហើយដើមអន្ត្រីឈាមក៏ត្រូវបំផ្លាញមនុស្សរបស់និកាយសៀនចុងក៏ស្លាប់ដែរហាហាហាទាំងអស់នេះត្រូវអរគុណមនុស្សម្នាក់ជាមនុស្សដែលជួយបោសសម្អាតឧបសគ្គទាំងអស់ឲ្យខ្ញុំ ឯងចង់និយាយពីក្មេងម្នាក់នោះ គឺឈើអ៊ីជៀនគេចូលមកដោយចៃដន្យតែបានជួយខ្ញុំយ៉ាងធំពេលនេះមនុស្សនិកាយសៀនចុងស្លាប់ក្រោមដៃគេខ្ញុំអង្គុយចាំទទួលផលសងសឹកបានសម្រេចថែមទាំងបានទ្រព្យសម្បត្តិទាំងអស់របស់កៅបៃវ៉ាន់ឯងទៀតអុកមួយក្តារនេះខ្ញុំដើរជាង10ឆ្នាំថ្ងៃនេះទីបំផុតអាចបញ្ចប់បានហើយ សៀវយ៉ាវ៉ាងសម្រាប់ឈិនភីងឲ្យយើងសម្រាប់វាទៅឯងក៏ចង់ក្បត់យើងដែរ ខ្ញុំជាសិស្សច្បងពូរបស់ឈិនភីង យើងប្រយុទ្ធជាមួយឯង ដាវនេះសម្រាប់ពុកខ្ញុំដាវនេះសម្រាប់ម៉ែខ្ញុំដាវនេះសម្រាប់វិញ្ញាណជាង100នាក់របស់គ្រួសារឈិនខ្ញុំឯងសងសឹកឲ្យពុកជារឿងសំហេតុផលតែមិនក៏ឯងសម្រាប់ឪពុកកូនត្រកូលស៊ីងវីរបុរសវ័យក្មេងឈើសុខសប្បាយទេខ្ញុំមិនចង់សម្រាប់ឪពុកកូនស៊ីងអ៊ីហាវទេគឺកៅបៃវ៉ាន់លួចធ្វើពីក្រោយខ្នងខ្ញុំដល់ពេលខ្ញុំដឹងគឺហួសពេលទៅហើយអ្នកដែលប្រាប់ស៊ីងអ៊ីហាវឲ្យទៅសុំថ្នាំអន្ត្រីឈាមនៅផ្ទះត្រកូលកៅគឺឯងមែនទេត្រូវហើយខ្ញុំជាអ្នករៀបចំឯងប្រាស៊ីងអ៊ីហាវឲ្យទៅសុំថ្នាំអន្ត្រីឈាមគឺដើម្បីបំផ្លាញដើមអន្ត្រីឈាមរបស់ត្រកូលកៅហើយប្រើខ្ញុំឲ្យសម្រាប់ជីដូនទូត្រកូលកៅជំនួសឯងថែមទាំងខ្លាញ់ធ្វើឲ្យយីហ្វីស៊ីរបស់និកាយសៀនចុងមកសម្រាប់ខ្ញុំទម្លាក់កំហឹងរបស់និកាយសៀនចុងមកលើខ្ញុំចុងក្រោយឲ្យខ្ញុំទទួលការសង្សឹកពីនិកាយសៀនចុងជំនួសឯងពិតជាល្បិចល្អមែនគំនិតល្អណាស់ឯងនិយាយត្រូវការលេខមុខរបស់ឯងពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនជួយខ្ញុំកំចាត់ជីដូនទូត្រកូលកៅបានសម្រេចខ្ញុំពិតជាគួរតែអរគុណឯងឲ្យបានល្អពេលនេះកៅបៃវ៉ាន់ស្លាប់ហើយគំនុំរបស់ឪពុកកូនស៊ីងអ៊ីហាវក៏ចាត់ទុកថាសង្សឹកបានដែរឯងក៏ស័ក្តិសមនឹងស៊ីងអ៊ីហាវដែរខ្ញុំសុខចិត្តយកទ្រព្យសម្បត្តិពាក់កណ្ដាលរបស់កៅបៃវ៉ាន់ឲ្យទៅឯងអរគុណដែលឯងបានជួយខ្ញុំទ្រព្យសម្បត្តិរបស់កៅបៃវ៉ាន់ច្រើនដល់ថ្នាក់ឯងនឹកស្មានមិនដល់ទ្រព្យសម្បត្តិពាក់កណ្ដាលឯងចាយប៉ុន្មានជាតិទៀតក៏មិនអស់ដែរឯងចង់យកលុយមកដេញខ្ញុំអ្នកក្នុងពិភពគុណមិនមែនដើម្បីតែឈ្មោះនិងលាភសក្ការៈទេឯងជួយខ្ញុំអរគុណឯងម្នាក់បានអ្វីដែលខ្លួនចង់បានមានអីមិនល្អជំពាក់ឈាមត្រូវសងដោយឈាមស៊ីងអ៊ីហាវស្លាប់ដោយសារឯងមានតែប្រើឈាមឯងទេទើបអាចឲ្យពួកគេបិទភ្នែកចិត្តពិតជាចង់ទោនឹងខ្ញុំមែនទេផ្លូវខុសគ្នាមិនអាចរួមគំនិតគ្នាបានទេសម្រាប់វាទៅទម្រង់សម្រាប់ខ្មោចទាំង5
ចូលរួមគ្នា ខ្ញុំស៊ូទ្រាំលំបាកជាង10ឆ្នាំចុងក្រោយនៅតែទេស្អាតខ្ញុំស្អប់ណាស់ឯងមិនគួរដើម្បីសង្សឹកប្រើគ្រប់មធ្យោបាយសម្រាប់មនុស្សស្លូតត្រង់ទេជំពាក់ឈាមចុងក្រោយត្រូវតែសងដោយឈាមពិភពគុណគ្មានមេត្តានរណាខុសនរណាត្រូវមាននរណាដឹងបងស៊ីងខ្ញុំសងសឹកឲ្យបងហើយតែពិភពគុណនេះនៅមានរឿងអយុត្តិធម៌ប៉ុន្មានទៀតនៅមានមនុស្សស្លូតត្រង់ប៉ុន្មានអ្នកទៀតដែលស្លាប់ទាំងអយុត្តិធម៌ដាវបិសាចឈាមនៅក្នុងដៃខ្ញុំនឹងប្រើវាកាត់ផ្តាច់រឿងអយុត្តិធម៌ក្នុងលោកនេះបងថ្លៃថយចេញទុកកន្លែងឲ្យលោកម្ចាស់អង្គុយ ប្អូនប្រុសសុំទោសតើអាចរំកិលចេញទុកកន្លែងឲ្យពួកគេបានទេ សម័យនេះអ្នកណាក៏ដោយគ្រាន់តែមានដាវកញ្ចាស់នៅចង្កេះក៏ចាត់ទុកជាវីរបុរសដែរហាហាហានេះក្មេងមើលដាវនៅចង្កេះក្មេងនោះទៅហាក់ដូចជាមិនមែនជារបស់ធម្មតាទេគ្រាន់តែគួរឲ្យស្ដាយត្រឹមតែជាមនុស្សកំសាកម្នាក់ឆាប់មកមើលទៅមានគេរៀបនឹងត្រូវប្រហារជីវិតនៅទីលានហើយបងប្អូនអ្នកភូមិចាំងជីវ័យដែលមិនគោរពច្បាប់ស្ត្រីម្នាក់នេះភុស្តាំងច្បាស់លាស់ថ្ងៃនេះត្រូវប្រហារជីវិតដើម្បីកែតម្រូវវិន័យគ្រួសារប្រយ័ត្នជីវ័យបងមកកំដរអូនហើយអូនវាយបងទៅជាមួយអូននៅផ្លូវទៅឋាននរកយើងទាំងពីរនឹងមិនបែកគ្នាជារៀងរហូត បងជីងសឹងអាចស្លាប់ជាមួយបងអូនពិតជាមានក្តីសុខណាស់ជាតិក្រោយអូននៅតែរងចាំបង ជាក្រោយបងច្បាស់ជាប្រាស្នែង8សុំអូនរៀបការម្ដាយវាចង្រៃមែនចាំងសឺយីងអញបង្ខំបងប្អូនយើងឲ្យស្លាប់ថ្ងៃនេះយើងចង់ឲ្យអញសងបំណុលឈាមពុកជួយកូនផងចាំងសឹងអញពិតជាអួតមិនចេះខ្មាស់មែនគ្រាន់តែពឹងលើអញក៏ហ៊ានមករករឿងត្រកូលចាំងយើងដែរចាំងអ៊ូស៊ីឈ្មោះបោះសម្លេងរបស់អញល្បីរន្ទឺថ្ងៃនេះមិនក៏មិនបែងចែកខុសត្រូវជួយជន់ពៀធ្វើអាក្រក់អញគឺដាវគ្មានស្រមោលចាំងសឹងអ្នកណាខុសអ្នកណាត្រូវមិនទាន់ដឹងច្បាស់ផងមិនក៏ថាមិនបែងចែកខុសត្រូវធ្លាប់តែថាបាតដៃ7ជួយចិនសានមាត់ពីដៃពីចិត្តរឹតតែពីថ្ងៃនេះបានជួបពិតជាដូចពាក្យចាំអារ៉ាមែនក្បាច់ខ្លួនល្អណាស់អយុធធនណាស់កូនស្រីដ៏គួរឲ្យអាណិតរបស់ម៉ែជីវ័យម៉ែមកហើយម៉ែមកកំដរកូនហើយអាសត្វទេពឆានជីវ័យជាប្អូនជីដូនមួយឯងតែឯងបែរជាញ៉ៃវាម្ដងហើយម្ដងទៀតមិនព្រមក៏ប្រើកម្លាំងបាយយាយអញនិយាយផ្ដេសផ្ដាសយាយឈួតនេះសម្ដីមនុស្សឈួតមិននឹងអាចជឿបានត្រូវហើយគាត់ជាយាយឈួតអ្នកពេញមួយក្រុងសុទ្ធតែដឹងឆ្នាំនេះខ្ញុំអាយុ63ឆ្នាំជាប្អូនស្រីបង្កើតរបស់ចាងខុនជាម្ដាយមីងបង្កើតរបស់ចាងសឺយីងអ្នកណាថាខ្ញុំឈួតកាលជីវ័យអាយុ3ឆ្នាំឪពុកវាស្លាប់ដោយសារជំងឺខ្ញុំនិងកូនស្រីរស់នៅពឹងផ្អែកគ្នារស់នៅក្រុងរងជើនេះ60ឆ្នាំអ្នកជិតខាងផ្ទះណាមានរឿងយាយចាងតែងតែជួយអស់ពីសមត្ថភាពខ្ញុំឈួតឬមិនឈួតអ្នកទាំងអស់គ្នាច្បាស់ក្នុងចិត្តបំផុត
បង5ចាងលើកទី1ដែលចាងស៊ឺយីងស្រវឹងស្រាជប់ផ្ទះខ្ញុំចង់ធ្វើបាបជីវ័យចៃដន្យឲ្យបងឃើញក៏ស្រែកដេញថ្ងៃនោះបងឃើញផ្ទាល់ភ្នែកតើអ្វីដែលខ្ញុំនិយាយជាការពិតទេបង5ចាងប្អូនប្រុសទី9ពួកឯងមិនអាចនិយាយពាក្យយុត្តិធម៌ឲ្យខ្ញុំមួយម៉ាត់ទេលើកទី2អាសត្វត្រឆាននេះឲ្យគេចាក់សោកខ្ញុំក្នុងបន្ទប់ហើយចង់ធ្វើបាបជីវ័យទៀតគឺជីងសឹងមកទាន់ពេលវាយតបជាមួយចោរនេះតែត្រូវវាឲ្យរបួសធ្ងន់ជីងសឹងដឹងថាជីវ័យកំសត់តែងតែមើលថែពួកយើងក្មេងទាំងពីរនាក់ធំដឹងក្តីជាមួយគ្នាស្រឡាញ់គ្នាគ្រាន់តែគ្រួសារជីងសឹងក៏មិនហ៊ានហើបមាត់ចូលស្ដីដណ្ដឹងខ្ញុំខ្លាចជីវ័យត្រូវចាងស៊ឺយីងបំផ្លាញក៏ស្នើឲ្យគេមករស់នៅខាងស្រីរៀបការឲ្យបានឆាប់នឹកស្មានមិនដល់ថាអាសត្វត្រឆាននេះរហើយខឹងច្រឡោតថែមទាំងរួមគំនិតជាមួយមិត្តភ័ក្តិអាក្រក់របស់វាសម្រុកចូលផ្ទះខ្ញុំវាកូនស្រីដ៏គួរឲ្យអាណិតរបស់ខ្ញុំឲ្យសន្លប់អមេអើយមិនក៏លោកមិនបើកភ្នែកមើលព្រះជាម្ចាស់ឲ្យតើភាពយុត្តិធម៌នៅណាហេតុអ្វីក៏បណ្ដោយឲ្យពួកមនុស្សអាក្រក់ទាំងនេះធ្វើបាបគេឯងហេតុអ្វីក៏បណ្ដោយឲ្យមនុស្សល្អត្រូវរងភាពអយុត្តិធម៌បងប្អូនអ្នកភូមិអើយយាយចាងមួយជីវិតនេះមិនដែលធ្វើបាបអ្នកណាមិនដែលកុហកអ្នកណាទេតែថ្ងៃនេះគ្មានអ្នកណាជួបខ្ញុំទេព្រះជាម្ចាស់ជាសាក្សីយាយចាងខ្ញុំសូមយកជីវិតចាស់មួយនេះយកបេះដូងមួយនេះមកបញ្ជាក់ថាគ្រប់ពាក្យដែលខ្ញុំនិយាយសុទ្ធតែជាការពិត លោកយាយកុំអី ខ្ញុំមិនបានកុហកទេកូនរបស់ខ្ញុំគឺស្អាតស្អំ ខ្ញុំអាចបញ្ជាក់បានមីងចាងមិនបានកុហកទេមីងចាងមិនបានកុហកទេខ្ញុំអាចបញ្ជាក់បានតោះមហាវីរបុរសសុនត្រកូលចាងមានអំណាចធំតែខ្ញុំដាច់ខាតមិនព្រមឈប់ត្រឹមនេះទេថ្ងៃស្អែកខ្ញុំច្បាស់ជាទៅគិតគូរជាមួយត្រកូលចាងរាប់បញ្ចូលខ្ញុំម្នាក់ផងការជាកូនប្រុសរស់នៅលើโลกនេះមានអីត្រូវខ្លាចទៅរាប់បញ្ចូលខ្ញុំម្នាក់ទៀតចាងខុនផឹងចាងស៊ឺយីងចេញមកស្លាប់ភ្លាមទៅស្រាប់ហាក់មិនផឹកទៅផឹកស្រាពីនៃខ្ចីពន្លឺទៅចាងសឹងកុំក្រអឺតប្រទំពេកជីតារបស់ឯងមកដល់ហើយហ្វីសុងប្រញាប់ប្រយុទ្ធប្រញាប់បញ្ចប់ចាងខុនផឹងយកជីវិតមកហ្វីសុងរឿងថ្ងៃនេះបញ្ចប់ត្រឹមនេះចុះឯងទៅចុះលោកជាអ្នកណាអ្នកប្រុសរបស់ខ្ញុំគឺអ្នកប្រុសធំនៃខ្ញុំយាកសៀនដាវស៊ីវយ៉ាវហ៊ុងណានយីខ្ញុំយាកសៀនជួយកូនប្រុសឃាតករអញមិនខ្វល់ថាឯងជាអ្នកណាទេថ្ងៃនេះជីវិតឆ្កែរបស់ចាងខុនផឹងខ្ញុំត្រូវតែយកឲ្យបានចាងខុនផឹងចេញមកស្លាប់ភ្លាមចុះចាងខុនផឹងនោះមិនក៏បាត់ទៅណាហើយនៅទីនេះឆាប់មកទីនេះខ្ញុំទៅមុនហើយជ្រលងខ្មោចខ្ញុំធំដឹងក្តីនៅទីក្រុងសិនជើតាំងពីតូចមិនដែលឮថានៅជុំវិញរាប់រយម៉ៃនេះមានកន្លែងឈ្មោះជ្រលងខ្មោចសោះតើនេះជាកន្លែងអ្វីឲ្យប្រាកដទៅមកដល់ហើយតើអាចថយក្រោយបានយ៉ាងម៉េចទោះបីជាភ្នំដាវសមុទ្រភ្លើងក៏ថ្ងៃនេះពួកយើងត្រូវតែកំទេចវាឲ្យរៀបដែរប៉ុន្តែអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នកន្លែងនេះសាហាវណាស់អំបញ្ញមិញក្បាច់ដាវរបស់អម្នាក់ត្រកូលឈីវនោះសាហាវណាស់សូម្បីតែម្ចាស់ជ្រលងក៏ត្រូវវាទប់ជប់ដែរកុំឲ្យវាវៀងទៅតំបន់ហាមឃាត់នៅភ្នំក្រោយឲ្យសោះតោះទៅមើលខាងមុខបើបណ្ដោយឲ្យពួកវាចូលដល់ខ្ញុំយាកស៊ីនមែនទាំងឯងនិងខ្ញុំសុទ្ធតែទទួលខុសត្រូវមិនរួចទេនេះកន្លែងនេះមិនក៏សាហាវម្ល៉េះ
ចង្រៃឲ្យមិនក៏ពួកនេះសម្លាប់មិនស្លាប់អញ្ចឹងគង់តាក់នៅត្រង់បេះដូងឆាប់ពួនក្នុងជូរថ្មទៅហើយអ្វីបានជាត្រូវដាក់ជូរថ្មគឺដើម្បីឲ្យពួកយើងមានអារម្មណ៍ខុសប្រក្រតីច្បាស់ជាមានល្បិចហើយសិស្សច្បងមនុស្សប៉ុន្មានអ្នកនោះធ្លាក់ចូលគុកក្រោមដីហើយពួកយើងឆាប់ទៅរីការប្រាប់លោកគ្រូនិងសិស្សច្បងចាំងទៅចូលព្រមគ្នាសម្រាប់អាមនុស្សក្រអឹតក្រទុំនេះទៅម្ចាស់ជ្រលងដែលពួកឯងនិយាយនោះជាអ្នកណាម្ចាស់ជ្រលងរបស់ពួកយើងគឺដាវខ្មោចស៊ូស៊ីហៃឈួនចាងខុនផឹងនិងដាវខ្មោចស៊ូមានទំនាក់ទំនងអ្វីនឹងគ្នាពេលនេះគេនៅទីនេះមែនទេចាងខុនផឹងគឺជាបងប្អូនជីដូនមួយរបស់ម្ចាស់ជ្រលងយើងពេលនេះគេកំពុងនៅក្នុងជ្រលងចុះមិត្តភក្តិខ្ញុំពីរនាក់នោះត្រូវពួកឯងចាប់យកទៅណាហើយត្រូវម្ចាស់ជ្រលងចាប់បានហើយនៅជ្រលងលុតដំប្រលឹងនាំខ្ញុំទៅជួបម្ចាស់ជ្រលងរបស់ពួកឯងទម្រង់ឆប់រលឹង9ជុំមិនអាចអូសបន្លាយទៀតទេត្រូវតែបំបែកទម្រង់របស់ពួកវាអាល្អិតនេះពិតជាក្រអឺតក្រទុំដល់ហើយថ្ងៃនេះអញនឹងឲ្យអញភ្លក់រសជាតិដាវកន្ត្រាក់រលឹងបិសាចរបស់អញបងប្រុសទាំងពីរត្រូវរងទុក្ខហើយប្អូនប្រុសខ្ញុំដឹងថាឯងច្បាស់ជាមកប្អូនប្រុសល្អជីវិតបងមួយនេះថ្ងៃក្រោយគឺជារបស់អញហើយកុំតន់និយាយរឿងទាំងនេះអីពួកយើងចាក់ចេញពីទីនេះសិនលោកពុកសំបីតែម្ចាស់ជ្រលងក៏ទប់ទល់នឹងជីវយីជៀននោះមិនបានដែរពួកយើងមកទីនេះដើម្បីសុំការការពារតែកន្លែងពឹងផ្អែករំហើយតើពួកយើងរត់ទៅណាទៀតអ្នកធ្វើការធំតើអាចច្របូកច្របល់ដោយសារតែរឿងប្រែប្រួលបន្តិចបន្តួចនេះបានយ៉ាងម៉េចម្ចាស់ជ្រលងទប់បានមិនយូរទេទីនេះមិនអាចនៅយូរបានទេមុនពេលពួកយើងត្រូវទៅខ្ជុងយាកសៀនយកគម្ពីរស៊ូក្រោះបិសាចសិនចាំគិតគូទៀតតាចាងខ្ញុំកំពុងតែដើររកលោកគ្រប់កន្លែងដើម្បីទូទាត់បញ្ជីចាស់លោកប្រញាប់ប្រញ័រយ៉ាងនេះតាចង់រត់ទៅណាសុនចាន់សានចាងអ៊ូស៊ីមិនក៏ពួកឯងនៅទីនេះដើរឲ្យលឿនបន្តិចមហាវីរបុរសចាងមហាវីរបុរសសុនពួកលោកនេះគឺរីករាយដែលបានជួបវីរបុរសវ័យក្មេងទាំងអស់គ្នាចៃដន្យអីបានជួបអ្នកទាំងពីរនេះកំពុងរត់គេចយ៉ាងស្លន់ស្លោទើបមកទីនេះដើម្បីស៊ើបអង្កេតមើលអ្នកទាំងពីរនេះធ្វើអាក្រក់ច្រើនណាស់ខ្ញុំនឹងចាំងអ៊ូស៊ីស្ទើរតែចាញ់បោកពួកវាទៅហើយពិតជាខ្មាស់យីណាស់មហាវីរបុរសទាំងពីរមិនបាច់ទុកក្នុងចិត្តទេពេលនេះប្រគល់អ្នកទាំងពីរនេះឲ្យវីរបុរសវ័យក្មេងចាត់ទុកថាជាការលុបលាងកំហុសចោះមហាវីរបុរសចាងមហាវីរបុរសសុនពិតជាសុចរិតមែនបានហើយវីរបុរសវ័យក្មេងពួកយើងនៅមានរឿងត្រូវធ្វើទៀតជួបគ្នានៅពេលក្រោយមិនពាក់ព័ន្ធនឹងខ្ញុំទេគឺលោកពុកខ្ញុំបង្ខំឲ្យខ្ញុំធ្វើទេសូមអង្វរលោកដោះលែងខ្ញុំទៅកូនចង្រៃដល់ពេលនេះហើយនៅតែល្ងងទៀតសត្វត្រឆានគ្មានសតិសម្ពញ្ញៈទាំងពីរធ្វើបាបគ្រួសារបងប្រុសបងថ្លៃខ្ញុំឲ្យស្លាប់យ៉ាងអាណោចអាធំពេលនេះនឹងបញ្ជូនពួកឯងទៅឋាននរកប្អូនប្រុសស្គុនធំធេងមិនបាច់ថ្លែងអំណរគុណទេនេះជារបស់បញ្ចាំចិត្តដំពូជត្រកូលចាងរបស់ខ្ញុំឯងយកវាទៅឲ្យតែបញ្ជូនអ្នកយកត្បូងនេះមកទោះបីជារាប់ពាន់ម៉ឺនយោជក៏ពួកយើងច្បាស់ជាទៅដល់ដែរពួកយើងជួបគ្នានៅក្នុងពិភពគុណអ្នកទុកសូមរងចាំបន្តិចខ្ញុំចង់ឆ្លងទន្លេបានម្នាក់5កាក់បងលុយសិនចាំឡើងទូកអាសុំទៀនស្អុយឯងមើលស្អីបងជីដូនមួយឈប់ទៅមិនបាច់ប្រកាន់នឹងមនុស្សបែបនេះទេសៀវយ៉ាឯងនៅណាតើនៅចាំត្រីអាំងនៅមាត់ទន្លេលឿងកាលពីឆ្នាំនោះទេពេលនោះទោះបីជាពួកយើងហូបមិនឆ្អែតស្លៀកមិនកក់ក្ដៅតែនោះជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុតក្នុងមួយជីវិតនេះពេលនេះបងមានសមត្ថភាពហើយតែបែរជាធ្វើឲ្យបាត់អញទៅវិញបាត់ម្ដងគឺ8ឆ្នាំ
ដាវនៅលើខ្លួនឯងនេះតើជាដាវបិសាចឈាមរបស់បុព្វបុរសបិសាចឈាមមែនទេទេលោកនិយាយខុសហើយនេះជាដាវបិសាចឈាមរបស់ខ្ញុំជាដាវបិសាចឈាមដែលអាចផឹកឈាមបិសាចនិងកាត់ក្បាលយំរីកបាន ជារបស់បិសាចស្បែកជើងហោះអាចប្រើដាវបិសាចកាត់ក្បាលយំរីកបានសម្ដីធំដុំណាស់តើអញគឺឈើអ៊ីជីនមែនទេ មិនខុសទេគឺខ្ញុំនឹងហើយ ពិតជាខំរកស្ទើរងាប់មិនឃើញតែបែរជាបានមកដល់ញីខ្ញុំគឺយីហ្វីយៀននៃបាក់សៀនចុងយីហ្វីសៀគឺជាប្អូនស្រីបង្កើតរបស់ខ្ញុំតាមរកឯងយូរហើយ យៀនទៅចាំគេនៅលើច្រាំងទៅ នេះជាក្បាច់គុណអីទៅពីជាស្រាវខ្លួនដើរលើទឹកតុងឈីងសានពេជ្ររន្ទះនៃបាក់សៀនចុងឈើអ៊ីជៀនបើមានសមត្ថភាពក៏មកទីនេះមកគុំធ្វើជាអណ្ដើកកន្ទ្រឹបក្បាលនៅក្នុងទឹក ក្មេងនេះនឹងនរណាត្រូវនឹងចរិតសិស្សច្បងរបស់ខ្ញុំ លោកតាតុងនៅនិយាយច្រើនជាមួយគេធ្វើអីសម្រាប់គេសងសឹកឲ្យប្អូនស្រីខ្ញុំទៅ ខ្ញុំគឺតុងឈីងសានពេជ្ររន្ទះនៃបាក់សៀនចុងឆ្នាំនេះអាយុ97ឆ្នាំហើយសិស្សច្បងទេវតាមិនស្លាប់យីឈិនតែងតែប្រាប់ខ្ញុំឲ្យចេះទប់អារម្មណ៍តែមួយជីវិតនេះខ្ញុំរៀនក្បាច់ទប់អារម្មណ៍របស់គាត់មិនចេះទេ តែយីជួយស៊ីចុះដៃសាហាវណាស់វាសុទ្ធតែចំកន្លែងស្លាប់ថែមទាំងលួចបាញ់មកចូលពីទៀតខ្ញុំគ្មានជំរឿទៅសម្រាប់នាង ទោះយ៉ាងណាឯងបានសម្រាប់អូនស្រីខ្ញុំថ្ងៃនេះខ្ញុំច្បាស់ជាកាត់ឯងជាកង់មិនខានហ៊ានប្រាំរែមដៃពីចាប់ក្បាច់នេះជាប់ ខ្ញុំមិនចង់មានគំនុំជាមួយបាក់សៀនចុងទេត្រឹមនេះចុះយ៉ាងម៉េចដែរ យៀនថយសិនទៅអញមិនមែនជាគូប្រកួតគេទេទុកឲ្យខ្ញុំសាកល្បងជាមួយយុវជនកម្ពុជាយុទ្ធសិលម្នាក់នេះចុះបើអញមិនបានសម្រាប់ក្មួយស្រីខ្ញុំទេខ្ញុំច្បាស់ជាណែនាំអញឲ្យសិស្សច្បងទេវតាមិនស្លាប់យីឈិនឲ្យគាត់ទទួលអញជាសិស្សមិនខានហើយពិតជាគួរឲ្យស្ដាយណាស់ មើលទៅថ្ងៃនេះពិតជាមិនអាចបញ្ចប់ដោយស្រួលទេត្រូវតែបង្ខំឲ្យខ្ញុំសម្លាប់មនុស្សមែនទេ អាល្អិតក្រអឹតក្រទុំឲ្យអញបានឃើញថាកម្ពុជាយុទ្ធសិលពិតប្រកបជាអ្វីដកដៅមកបើមិនអញ្ចឹងអញគ្មានឱកាសទេ ខ្សែដីទីងប្រលឹងរបស់ខ្ញុំនេះ30ឆ្នាំហើយមិនដែលប្រើទេអញអាចធ្វើឲ្យខ្ញុំប្រើខ្សែដីទីងប្រលឹងសម្រាប់ឯងទោះស្លាប់ក៏គួរតែមានមោទនភាពដែរ ត្រូវតែបែងចែករស់ស្លាប់មែនទេ ខ្សែដីទីងប្រលឹងចេញហើយមិនស្លាប់មិនឈប់ទេ ប្រយ័ត្ន ទៅស្លាប់ទៅល្អណាស់អាល្អិតដាវមួយនេះលឿនគ្រាន់បើ លោកតាតុងមិនក៏ទៅជាអញ្ចឹងលោកតាមិនមែនថានឹងមើលខ្ញុំរៀបការទេអីបាក់សៀនចុងរបស់ខ្ញុំមិនលើកលែងឲ្យអញទេច្បាស់ជាមិនស្លាប់មិនឈប់ជាមួយឯងមិនស្លាប់មិនឈប់ ចាប់ពីថ្ងៃនេះទៅបាក់សៀនចុងប្រៀបដូចទឹកនឹងភ្លើងគំនុំកាន់តែជ្រៅមិនស្លាប់មិនឈប់តែយ៉ាងម៉េចទៅបើចូលក្នុងពិភពគុណហើយរឿងរស់ស្លាប់មើលឃើញស្រាលតាំងពីយូរហើយ មិនក៏ទៅជាអញ្ចឹងគេរៀនក្បាច់គុណខ្ពស់បែបនេះពីណាពិតជាចង់ឃើញមែន ប្អូនជីដូនមួយម្នាក់នេះគ្រោះថ្នាក់ណាស់យើងនៅឲ្យឆ្ងាយពីគេបន្តិចទៅ ទេខ្ញុំត្រូវតែរកគេ តុងឈីងសានម្រាមដៃទម្លុះមេឃពិតជាអស្ចារ្យមែន ប្អូនជីដូនមួយនៅម្ដុំនេះរកសពអស់ហើយសំបីតែស្រមោលខ្មោចក៏គ្មានដែរខ្ញុំមិនយល់សោះហេតុអីអញត្រូវតែរកអ្នកសុំទាននោះឲ្យឃើញ ខ្ញុំមានហេតុផលរបស់ខ្ញុំបើបងធុញអាចចេញទៅមុនបានខ្ញុំមិនដែលបង្ខំបងទេ ប្អូនជីដូនមួយកុំខឹងអីខ្ញុំមិនមែនបារម្ភពីអញទេអីអាល្អិតនោះទោះជាក្បាច់គុណពូកែតែបើប្រៀបជាមួយពុកខ្ញុំនៅខុសគ្នាឆ្ងាយណាស់ឯងមិនមែនចង់សុំឲ្យគេជួយទេដឹង ពូប៉ុន្មានឆ្នាំមកនេះតែងតែរកលេសដោះសាររហូតមកដល់ពេលនេះមិនឃើញមានសកម្មភាពអីសោះបើចង់សងសឹកត្រូវតែពឹងលើខ្លួនឯងហើយ ជាងយីសៀនគឺជាកម្លាំងធំបំផុតនៅតំបន់ទន្លេលឿងបើការវាយប្រហារដោយប្រញាប់ប្រញាល់ច្បាស់ជាបង្កឲ្យមានប្រតិកម្មជាបន្តពេញពិភពគុណវិមានចាំងរបស់ខ្ញុំទោះមិនខ្លាចតែពេលនេះមានឥទ្ធិពលធំមិនមែនពុកខ្ញុំម្នាក់អាចសម្រេចបានទេ ខ្ញុំមកនៅវិមានចាំងជាង10ឆ្នាំហើយនៅត្រូវពិភាក្សាដល់ពេលណាទៀតខ្ញុំលែងសង្ឃឹមពឹងផ្អែកលើអ្នកអតីតទៀតហើយខ្ញុំត្រូវពឹងលើខ្លួនឯងដើម្បីសងសឹកឲ្យពុកម៉ែខ្ញុំ អ្នកណាអញពិតជាប្អូនស្រីយីយៀនមែនទេ លោកគឺបងប្រុសឈើប៉ា គឺខ្ញុំគឺឈើប៉ាខ្ញុំគឺបងប្រុសឈើប៉ារបស់ឯងនឹងណា បងប្រុសឈើប៉ាពិតជាបងមែន10ឆ្នាំហើយខ្ញុំស្មានតែមិនបានជួបបងទៀតហើយ ឈើប៉ាអាមុខអាក្រក់មែនទេប្អូនជីដូនមួយនេះឬជាមនុស្សដែលអញចង់រកអ្នកសុំទានម្នាក់ហ្នឹងប្អូនស្រីយីយៀនចុះសៀវយ៉ាវិញសៀវយ៉ានៅជាមួយអញដែរទេ បងប្រុសឈើប៉ាសុំទោសកាលនោះពួកយើងត្រូវបានព្រះសង្ឃសឺលីងនោះជួយសង្គ្រោះឲ្យដឹងខ្លួននៅលើទេរកមិនឃើញដានរបស់បងសៀវយ៉ាយំរហូតសុំឲ្យព្រះសង្ឃនោះនាំនាងឡើងភ្នំទៅរកបងខ្ញុំឲ្យគាត់ជូនខ្ញុំត្រឡប់ទៅវិមានចាំងស្នាក់នៅបណ្ដោះអាសន្នសិនតែនាងមិនព្រមសោះត្រូវតែឲ្យព្រះសង្ឃនោះនាំនាងទៅរកបង និយាយអញ្ចឹងឯងមិនដឹងដំណឹងរបស់សៀវយ៉ាទេ សុំទោសបងប្រុសឈើប៉ាគឺខ្ញុំមិនបានមើលថែប្អូនស្រីសៀវយ៉ាឲ្យបានល្អបងប្រុសឈើប៉ាបងកើតអីបងមិនអីទេដឹង មិនអីទេគ្រាន់តែជារបួសចាស់ បងប្រុសឈើប៉ាកុំបារម្ភអីមនុស្សល្អទេវតាតែងតែតាមថែរក្សាខ្ញុំជឿថាសៀវយ៉ាច្បាស់ជានៅរស់ចាំខ្ញុំចាត់ការរឿងនៅចំពោះមុខនេះរួចខ្ញុំនឹងទៅរកនាងជាមួយបង លើកនេះពួកឯងចង់ទៅណា
ខ្ញុំនឹងបងជីដូនមួយចាំងយីប៉ៃត្រូវទៅជីងយីសៀនរកហួងសានថៃដើម្បីសងសឹកឲ្យពុកម៉ែខ្ញុំ ជីងយីសៀនខ្ញុំមកថាទីនោះជាបាក់ធំបំផុតនៅតំបន់ទន្លេលឿងគ្រាន់តែពឹងលើពួកឯងពីរនាក់ហ្នឹង ខ្ញុំក៏គ្មានជំរឿដែរខ្ញុំគ្រាន់តែជានារីទុនខ្សោយម្នាក់ពុកម៉ែស្លាប់អស់នៅម្នាក់ឯងគ្មានអ្នកណាចង់ជួយខ្ញុំទេតែខ្ញុំមិនអាចមិនធ្វើអីសោះនោះទេទោះជាក្នុងមួយថ្ងៃសម្រាប់ពួកគេម្នាក់ក៏អាចបំបត្តិកំហឹងក្នុងចិត្តខ្ញុំបានដែរ ប្អូនជីដូនមួយនិយាយអីហ្នឹងមិនមែននៅមានខ្ញុំទេអីខ្ញុំមិននឹងមិនខ្វល់ពីឯងនោះ ខ្ញុំបានស៊ើបសួរច្បាស់អស់ហើយប៉ុន្មានថ្ងៃទៀតគឺជាថ្ងៃខួបកំណើតអាយុ50ឆ្នាំរបស់ហួងសានថៃខ្ញុំនឹងបងជីដូនមួយបានពិភាក្សាគ្នារួចហើយថានឹងលួចចូលក្នុងពិធីជប់លៀងរបស់គាត់រកឱកាសសម្រាប់គាត់ បើប្អូនស្រីយីយានទុកចិត្តខ្ញុំសុខចិត្តជួយឯងមួយដៃ បងប្រុសឈើអ៊ីជៀនក្បាច់គុណបងខ្លាំងពូកែបើអាចជួយខ្ញុំលើកនេះច្បាស់ជាជោគជ័យមិនខាន គ្រាន់តែពឹងលើគេហ្នឹងប្អូនជីដូនមួយឯងកុំឲ្យគេបោកឲ្យសោះត្រឹមតែអ្នកសុំទានស្អុយម្នាក់តើមានសមត្ថភាពប៉ុណ្ណាទៅអ្នកក្លាហានសងសឹក10ឆ្នាំមិនយូរទេតែពឹងលើដាវមួយនៅក្នុងដៃគឺគ្រប់គ្រាន់ហើយ បងប្រុសឈើប៉ាកានោះក្រោយពីបែកគ្នាតើបងបានទៅណាខ្លះ ធ្លាក់ចុះជ្រោះមិនស្លាប់បានជួបនឹងរៀមច្បងម្នាក់បង្រៀនក្បាច់គុណខ្លះដល់ខ្ញុំហឺមិនដឹងថាជាកម្ពុជាមនុស្សមកពីបាក់ណាទេនិយាយមកឲ្យពួកយើងបានបើកភ្នែកមើលផងខាងក្រោមដូចជាមានអ្នកស្រែកហៅឲ្យជួយ ពិតជាមានមនុស្សមែន នៅទីហោស្ថានបែបនេះខ្វល់ពីគេធ្វើអីពួកយើងទៅក្រុងយាននៅមានការងារសំខាន់ត្រូវធ្វើបើចង់ទៅអញទៅខ្លួនអញទៅពួកយើងគ្មានពេលកំដរអញទេ បងប្រុសឈើប៉ា ពួកឯងទៅមុនចុះខ្ញុំទៅដល់ក្រុងយាននឹងទៅរកពួកឯង អញ្ចឹងក៏បានពួកយើងចាំបងនៅផ្ទះសំណាក់តុងឡាយក្នុងក្រុងយាន ណែមិត្តសម្លាញ់អញឈប់ផ្លិតធ្វើអីឆាប់ជួយអញចេញទៅកាយវិការនេះពិតជាប្លែកខុសគេមែនមិត្តសម្លាញ់អញមានចិត្តអាណិតអាសូរខ្លះទេកាយវិការនេះស្រួលទ្រាំណាស់មែនទេឆាប់លេងខ្ញុំចេញទៅមុននឹងជួយអញត្រូវប្រាប់ខ្ញុំសិនអញជាអ្នកណាហេតុអីបានជីទៅជាអញ្ចឹងអញគឺស្វាទេវតាទម្លុះមេឃស៊ីវយីងនៅតាមផ្លូវព្រៃបៃតងអ្នកណាមិនស្ដាប់អញឆាប់លេងអញទៅស្វាទេវតាទម្លុះមេឃមិនដែលលីសោះបងប្អូនអំបញ្ញមិញខ្ញុំនិយាយលេងទេឲ្យតែអញជួយខ្ញុំអញគឺជាបងប្រុសបង្កើតរបស់ខ្ញុំថ្ងៃក្រោយខ្ញុំនឹងដើរតាមអញហេតុអីពួកគេចាប់អញចង្រៃឲ្យធ្លាក់ក្នុងប្រឡាយលងក៏ស្ដេចក្រញាំអន្ត្រីទូគូសាងអញធ្វើអំពើល្អជួយអ្នកក៏និយាយពីស្វាទេវតាទម្លុះមេឃអ្នកណាមិនលើកមេដៃសរសើរលើកនេះមិនប្រយ័ត្នបានលួចយកទ្រព្យសម្បត្តិក្នុងឃ្លាំងរបស់ជីងយីសៀនអស់រលីងពិធីល្អមែនគួរឲ្យកោតសរសើរអរគុណបងប្អូនដែលបានជួយសង្គ្រោះជីវិតបើខ្ញុំមើលមិនខុសទេអញគឺបិសាចឈាមដែលល្បីល្បាញក្នុងពិភពគុណថ្មីនេះឈើអ៊ីជៀនអញដឹងដោយរបៀបណាក្នុងពិភពគុណសុទ្ធតែនិយាយពីវីរភាពរបស់ឯងម្យ៉ាងទៀតខ្ញុំនឹងខ្លាចខ្មៅលំពេងពីគៀបជាមិត្តល្អនឹងគ្នាគេតែងតែនិយាយពីឯងទូគូសាងអាចឆ្កែកូនកាត់ធ្វើបាបអញដល់ហើយស្ទើរតែធ្វើឲ្យអញបាត់បង់ជីវិតទៅហើយ នេះរូស្ដេចក្រញាំអន្ត្រីទូគូសាងពិតជាមិនអាចវិតម្លៃមនុស្សតាមរូបរាងមែនអាល្អិតឯងអាយុថ្លៃណាស់មិននឹងងាយស្លាប់ទៅដល់បិសាចឈាមឯងគឺឈើអ៊ីជាមែនទេ គឺខ្ញុំនឹងហើយ លោកដើរក្នុងពិភពគុណធ្វើអំពើល្អខ្ញុំក៏សរសើរគ្រាន់តែមិនក៏ស្គាល់ចោលដូចស៊ីវយីងនេះទៅវិញ តាចាស់ទូគូនិយាយស្អីហ្នឹងឃើញរឿងអយុត្តិធម៌ដកដៅជួយប៉ុណ្ណោះទ្រព្យសម្បត្តិដែលគេលួចបានចែកជូនអ្នកក្រីក្រអស់ហើយទទួលបានឈ្មោះជាចៅចិត្តធម៌ថ្ងៃនេះខ្ញុំបានជួបហើយមិនអាចបោះបង់ពាក់កណ្ដាលទីបានទេរៀមច្បងទូគូធ្វើការរីកការមានយុទ្ធធម៌និងចិត្តធម៌អ្នកក្នុងពិភពគុណនិយាយពីរៀមច្បងគ្មានអ្នកណាមិនលើកមេដៃសរសើរទេខ្ញុំចង់សូមអង្វររៀមច្បងស៊ីវយីងនិងប្រកូលទ្រព្យសម្បត្តិដែលយកទៅនោះសឹងម្ចាស់ដើមវិញដើម្បីដូរយកសេរីភាពរបស់គេតើបានទេ អញសួរគេមើលអាចសឹងវិញទេ អស់ហើយមួយកាក់ក៏គ្មានដែរភូមិស៊ីងជីលីងជួសជុលសាលាបានបរិច្ចាគ 2000 ដំឡឹងភូមិចាងជីចាយជួសជុលផ្លូវបានឲ្យ 3000 ដំឡឹងអ្នកសុំទានតូចធំនៅក្រុងយានម្នាក់100ដំឡឹងត្រឹមមួយយប់ក៏ចែកអស់ទៅហើយឥឡូវឲ្យខ្ញុំដល់លុយទិញខោត្រណប់ក៏គ្មានដែរ នោះគឺជាមាសរាប់ម៉ឺនដំឡឹងត្រឹមមួយថ្ងៃមួយយប់ក៏ចាយអស់ទៅហើយ រៀមច្បងទូគូខ្ញុំសន្យាថានឹងធ្វើរឿងលំបាកពីរយ៉ាងសម្រាប់លោកមេតាលើកលែងឲ្យស៊ីវយីងទៅយ៉ាងម៉េចដែរ ប្អូនឈៅសំទេ កូនប្រុសដើមទ្រូង5ហັດមានរឿងគួរធ្វើមានរឿងមិនគួរធ្វើខ្ញុំគោរពអត្តចរិតរបស់ស៊ីវយីងចាត់ទុកគេជាមិត្តជាបងប្អូនមានទុកលោកដៃជួយជារឿងត្រឹមត្រូវហើយស៊ីវយីងអញពិតជាមានសំណាងមែនល្អការសន្យាទាំង3ពិតជាមានតម្លៃមែនគឺស័ក្តិសមហើយចាប់ពីថ្ងៃនេះទៅពួកយើងគឺជាមិត្តនឹងគ្នាហើយកុំហៅខ្ញុំថារៀមច្បងអីហៅខ្ញុំថាបងប្រុសទៅខ្ញុំនឹងហៅអញថាប្អូនប្រុសបាទបងប្រុសបងធំចាប់ពីថ្ងៃនេះទៅបងគឺជាបងធំរបស់ខ្ញុំហើយទោះឡើងភ្នំដើរចុះសមុទ្រភ្លើងឲ្យតែបងមានប្រសាសន៍មួយម៉ាត់បងធំបងមិនដឹងទេរទេះឃុំឃាំងនោះគឺតាចាស់ទូគូជាអ្នកធ្វើវាឡើងគួរឲ្យខ្ពើមណាស់ខ្ញុំត្រូវគេឃុំនៅក្នុងនោះពីយប់ពីថ្ងៃស្ទើរតែខ្លាចជាសាច់ក្រៀមទៅហើយអ្នកណាប្រើឲ្យអញទៅលួចរបស់ជីងយីសៀនធ្វើអីហាងសានថៃនោះជាអ្នកមានតែចិត្តអាក្រក់ជីជន់រិះខ្ញុំធ្វើនេះដើម្បីយុទ្ធធរទេបងប្រុសដោយសារតែពេលនេះពួកយើងជាមិត្តនឹងគ្នាមានពាក្យមួយបងត្រូវតែរំលឹកឯងជីងយីសៀនគឺគួរឲ្យខ្លាចជាងអ្វីដែលឯងគិតទៅទៀតបងប្រុសហេតុអីបានជានិយាយបែបនេះឯងនៅចាំដើមឈើទីរកឈាមរបស់ត្រកូលកៅទេប្រកាសជាចាំហើយដើមឈើបិសាចនោះត្រូវខ្ញុំកាប់បំផ្លាញបាត់ទៅហើយឯងគ្រាន់តែកាប់ដើមវាប៉ុណ្ណោះតែវានៅរស់នៅឡើយទេពេលនេះមានគេយកឈាមបេះដូងទីរកទៅស្រោចឲ្យវារស់ឡើងវិញហើយអ្នកណាគេរឿងនេះគឺតាក់ទងនឹងគំនុំចាស់របស់និកាយយូមីងកាលពីមុននិកាយយូមីងលក្ខណៈពិសេសនៃការស្រូបយកឈាមរបស់ដើមឈើទីរកឈាមគឺដូចគ្នាទៅនឹងវិធីហាត់គម្ពីរយូមីងអញ្ចឹងខ្ញុំសង្ស័យថាមានគេប្រើដើមឈើទីរកឈាមដើម្បីហាត់គម្ពីរយូមីងហើយសៀវភៅសម្បកអណ្ដើកដែលល្បីក្នុងពិភពគុណឬថាធ្លាក់ក្នុងដៃរបស់ជីងយីសៀនដែរ
សៀវភៅសម្បកអណ្ដើកជារបស់ទិព្វក្នុងពាក្យចាំអារាមដែលអាចធ្វើឲ្យមនុស្សហំតាក់នោះមែនទេត្រូវហើយដូច្នេះពិធីជប់លៀងខួបកំណើតរបស់ហាងសានថៃលើកនេះខ្លាចថាមិនសាមញ្ញនោះទេប្អូនប្រុសឯងត្រូវតែប្រយ័ត្នឲ្យមែនទែនជីងយីសៀនដាំឈើទីរកឈាមសៀវភៅសម្បកអណ្ដើកទោះបីខាងមុខជារូងខ្លាឬរូងនាក៏ដោយក៏ឈើអ៊ីជៀនខ្ញុំត្រូវតែចូលទៅដែរ លោកឈ្មោះឈើអ៊ីជៀនមែនទេឬថាលោកមានដាវពណ៌ឈាមមួយដើមពិតជាមានតម្លៃណាស់ ដាវមួយដើមនេះនៅក្បែរខ្ញុំ10ឆ្នាំហើយមិនដែលឃ្លាតពីខ្ញុំសម្បីមួយវិនាទី លោកមិនខ្លាចមុខរបស់ខ្ញុំទេអី ខ្ញុំធ្លាប់ឃើញរបស់ដែលគួរឲ្យខ្លាចជាងនេះទៅទៀតចិត្តមនុស្សគួរឲ្យខ្លាចជាងមុខមាត់ទៅទៀត តាំងពីតូចខ្ញុំធំដឹងក្តីជាមួយលោកតាទួតគាត់ល្អចំពោះខ្ញុំណាស់ស្រឡាញ់ខ្ញុំណាស់ទោះខ្ញុំចង់បានអ្វីក៏គាត់តែងតែរកគ្រប់វិធីដើម្បីបំពេញបំណងខ្ញុំតែងតែទុកចិត្តគាត់ជានិច្ចប៉ុន្តែលើកនេះគាត់ខុសសន្យាខ្ញុំរងចាំហើយរងចាំទៀតរងចាំអស់រយៈពេល8ឆ្នាំក្នុងរយៈពេល8ឆ្នាំនេះខ្ញុំបានដើរស្វែងរកគ្រប់ទីកន្លែងប៉ុន្តែនៅតែរកគាត់មិនឃើញសោះគាត់គឺជាសាច់ញាតិតែមួយគត់របស់ខ្ញុំរកគាត់មិនឃើញខ្ញុំមិនអស់ចិត្តទេប្រហែលជានៅក្នុងក្រសែភ្នែកអ្នកអតីគាត់គួរឲ្យខ្លាចជាមនុស្សអាក្រក់តែនៅក្នុងចិត្តខ្ញុំគាត់គឺជាលោកតាដ៏ល្អបំផុត លោកតាទូតរបស់នាងគឺជាមេបិសាចមែនទេ ចាស់អាចប្រាប់ខ្ញុំបានទេថាគាត់ស្លាប់ដោយរបៀបណា ខ្ញុំនិងប្អូនស្រីសៀវយ៉ាតាំងពីតូចគ្មានឪពុកម្ដាយដើរអនាថាសុំទានគេចិញ្ចឹមជីវិតពួកយើងរស់ពឹងផ្អែកគ្នាទៅវិញទៅមកមើលប្អូនស្រីធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំមានអារម្មណ៍ថាមានក្តីសុខនិងពេញចិត្តណាស់ប៉ុន្តែ8ឆ្នាំមុនពេលដែលជួបលោកតាទូតរបស់នាងអ្វីក៏បានផ្លាស់ប្ដូរខ្ញុំបានបាត់បង់សាច់ញាតិតែមួយគត់របស់ខ្ញុំបាត់បង់ក្តីសុខតែមួយគត់របស់ខ្ញុំនៅជ្រុះជ្រៅនោះខ្ញុំនិងគាត់បានធ្លាក់ចុះទៅព្រមគ្នាខ្ញុំមានសំណាងជាងមិនបានធ្លាក់ស្លាប់ហើយក៏រស់រានមានជីវិតចំណែកគាត់សេជាងធ្លាក់តាក់នឹងមែកឈើក៏ធ្លាក់ស្លាប់ទៅ ការពិតគឺអញ្ចឹងសោះគាត់ធ្លាប់សន្យាថានឹងត្រឡប់មកវិញលោកថាដាវនេះសំខាន់ជាងជីវិតលោកទៅទៀតចុះហេតុអីលោកចង់ឲ្យវាមកខ្ញុំ ព្រោះនាងដូចជាប្អូនស្រីខ្ញុំអញ្ចឹងសុទ្ធតែជាមនុស្សកំសត់អ្វីដែលនាងចង់បានខ្ញុំនឹងព្យាយាមបំពេញឲ្យនាង ឲ្យតែខ្ញុំចង់បានលោកនឹងឲ្យមែនទេចុះបើខ្ញុំចង់បានជីវិតលោកវិញនោះឲ្យតែខ្ញុំចង់បានលោកនឹងឲ្យមែនទេចុះបើខ្ញុំចង់បានជីវិតលោកវិញនោះ ជីវិតខ្ញុំពេលនេះមិនទាន់អាចឲ្យនាងបានទេខ្ញុំត្រូវទុកវាដើម្បីទៅតាមរកប្អូនស្រីខ្ញុំសៀវយ៉ានាងក៏ដូចជានាងដែរគឺជាមនុស្សកំសត់ខ្ញុំធ្លាប់សន្យានឹងនាងថានឹងត្រឡប់ទៅរកនាងវិញថ្ងៃដែលខ្ញុំទទួលបានដាវនេះខ្ញុំក៏បានបាត់បង់នាងបាត់អស់រយៈពេល8ឆ្នាំមិនដឹងថា8ឆ្នាំនេះនាងឆ្លងកាត់ការលំបាកប៉ុណ្ណាទេដាវនេះឲ្យទៅនាងចុះវាមិនមែនជាដាវរបស់មេបិសាចទេគឺជាដាវកម្ចាត់បិសាចប្រើវាដើម្បីការពារខ្លួនឯងឲ្យបានល្អ នាងក៏ជាមនុស្សកំសត់ម្នាក់ដែរ សៀវយ៉ា ការពិតពួកយើងសុទ្ធតែជាមនុស្សគ្មានផ្ទះសម្បែងបងប្រុសឈើប៉ាតើបងកំពុងនឹកខ្ញុំទៀតហើយមែនទេសៀវយ៉ាក៏នឹកបងខ្លាំងណាស់ដែរខ្ញុំរងចាំបងយ៉ាងលំបាកសៀវយ៉ាលួចខ្ជិលទៀតហើយចុះទៅដងទឹកនៅក្រោមភ្នំទៅមួយថ្ងៃធ្វើរពាធ្វើជាកូនស្រីត្រកូលអភិជនស្អីចាស់លោកគ្រូសៀវយ៉ាទៅឥឡូវនេះហើយថ្មីនេះត្រូវតែមើលការខុសត្រូវនាងឲ្យបានល្អពេលនេះគឺជាពេលវេលាសំខាន់ដាច់ខាតមិនអាចមានកំហុសសូម្បីបន្តិចអ្នកនាងកុំបារម្ភអីនៅទីហោស្ថានបែបនេះក្មេងស្រីនេះស្ដាប់បង្គាប់និងឆ្លាតណាស់មិនមានរឿងអ្វីកើតឡើងទេអ្នកកុំធ្វើប្រហែសឲ្យសោះទុកនាងនៅទីនេះខ្ញុំមានប្រយោជន៍របស់ខ្ញុំហើយក៏ឈើអ៊ីជៀននោះកំពុងតែធ្វើដំណើរមកហើយកុំបន្ទោសខ្ញុំថាចិត្តអាក្រក់អីបន្ទោសតែវាស្នានាងកំសត់ពេកទៅចុះ ដាវបាត់ហើយអ្វីក៏បាត់បង់អស់ដែរខ្ញុំចង់ទិញដាវនៅក្នុងដៃរបស់លោកដាវមួយដើមនេះលោកទិញមិនបានទេតម្លៃប៉ុន្មានជីវិតរបស់លោកអូដាវមួយដើមនេះគឺជាដាវបណ្ដាសាអ្នកដែលចង់បានវាត្រូវតែទៅបំពេញបំណងប្រាថ្នាដែលម្ចាស់មុនរបស់វាបានបន្សល់ទុកបើធ្វើមិនបានតម្លៃដែលត្រូវសងគឺជីវិតរបស់លោកអូធ្លាប់មានមនុស្សប៉ុន្មានអ្នកដែលចង់បានដាវនេះច្រើនណាស់យូរឆ្នាំពេករាប់មិនអស់ទេកូនចៅជំនាន់ក្រោយនៃត្រកូលជនរបស់យើងនិងវីរបុរសក្នុងពិភពគុណជាច្រើនសុទ្ធតែធ្លាប់ចូលទៅក្នុងភ្នូដោយមិនស្ទាក់ស្ទើរអ្នកដែលចូលទៅគ្មាននរណាម្នាក់អាចចេញមកវិញទេខាងក្នុងមានអ្វីខ្លះគ្មាននរណាដឹងឡើយព្រោះអ្នកដែលចូលទៅសុទ្ធតែស្លាប់អស់ហើយខ្ញុំដើមឡើយជាក្មេងអនាថាគ្មានឪពុកម្ដាយរងការប្រមាថតាំងពីតូចជីវិតខ្ញុំដើមឡើយថោកទាបណាស់កើតជាកូនប្រុសក្នុងយុគសម័យវឹកវរហ៊ានធ្វើហ៊ានទទួលមានអ្វីត្រូវស្ទាក់ស្ទើរទៅសូមឲ្យលោកមានសំណាងល្អសង្ឃឹមថានឹងបានជួបលោកម្ដងទៀតយុទ្ធជនកម្ពុជាជាច្រើនសុទ្ធតែស្លាប់នៅទីនេះខ្ញុំជាមនុស្សឈួតនឹងដាវកាលពីក្មេងកាន់ដាវដើរពេញពិភពគុណស្វែងរកអ្នកប្រកួតដាវគ្រប់ទីកន្លែងក្រោយមកក៏យល់ច្បាស់ទើបលាក់ខ្លួននៅទីនេះផ្ដោតលើការស្រាវជ្រាវវិទ្យាដាវពេលដែលទទួលបានជោគជ័យធំធេងបែរជាដឹងថាខ្លួនចិត្តអស់អាយុកម្លាំងញើសជាមួយជីវិតនឹងត្រូវកប់នៅទីនេះក្នុងចិត្តមិនសុខចិត្តសោះ
បើអ្នកណាអាចចេញពីទីនេះបានគឺជាសិស្សរបស់ខ្ញុំកូនចៅជំនាន់ក្រោយរបស់ខ្ញុំក៏នឹងត្រូវស្ដាប់បង្គាប់អញដែរហាត់វិជាដើមនេះបំបាក់វីរបុរសទូទាំងពិភពលោកនោះខ្ញុំនឹងស្លាប់បិទភ្នែកហើយខ្ញុំដើមឡើយគ្មានឈ្មោះដាក់ឈ្មោះខ្លួនឯងថាអ៊ូមីងដាវក៏ឈ្មោះអ៊ូមីងដែរគំនិតមួយដាវមួយគំនិតកើតឡើងអត្ថន័យដាវក៏មកដល់ការពិតគឺអញ្ចឹងសោះដឹងពីចលនាស្ត្រូវមុនវាប្រហារចំណុចខ្សោយរបស់ពួកគេគំនិតមួយដាវមួយខ្ញុំយល់ហើយលោកគ្រូសូមទទួលការគោរពពីសិស្សផងសិស្សទៅលើកនេះច្បាស់ជាមិនធ្វើឲ្យលោកគ្រូខកបំណងឡើយលោកពិតជាចេញពីខាងក្នុងមកមែនទេពួកយើងជួបគ្នាទៀតហើយខ្ញុំមិនត្រឹមតែចេញពីខាងក្នុងមកទេថែមទាំងបានជួបបុព្វបុរសរបស់លោកទៀតផងរាប់រយឆ្នាំមកហើយមនុស្សតកូលជនរបស់យើងរងចាំនៅទីនេះតាំងពីជំនាន់មួយទៅជំនាន់មួយជាប់ចំណងបណ្ដាសានេះទោះបីមានវិជាកម្ពុជាក៏មិនហ៊ានបង្ហាញមុខក្នុងពិភពគុណដែរបានត្រឹមតែដើរក្នុងពេលយប់ងឹតដោយសត្វទីទុយថ្ងៃបែបនេះទីបំផុតក៏ដល់ទីបញ្ចប់ហើយចៅហ្វាយសូមទទួលការគោរពពីជនម៉ូស៊ីផងចាប់ពីពេលនេះទៅលោកគឺជាចៅហ្វាយរបស់មនុស្សគ្រប់គ្នាក្នុងត្រកូលជនរបស់ខ្ញុំបម្រើលោកដោយស្មោះត្រង់ដាច់ខាតមិនក្បត់ឡើយរៀមច្បងនេះកំពុងធ្វើអីឆាប់ក្រោកឡើងពាក្យថារៀមច្បងខ្ញុំមិនហ៊ានទទួលទេដោយសារលោកគឺជាសិស្សរបស់បុព្វបុរសដូច្នេះលោកក៏ជាចាស់ទុំរបស់យើងហើយក៏ជាចៅហ្វាយរបស់ខ្ញុំដែរឋានៈនេះដាច់ខាតមិនអាចច្របូកច្របល់បានទេបុព្វបុរសមានប្រសាសន៍ថាអ្នកណាអាចដើរចេញពីភ្នូបានគឺជាចៅហ្វាយនៃត្រកូលជនរបស់យើងនេះជាបណ្ដាំដូនតាមិនហ៊ានបំពានឡើយត្រកូលជនរបស់លោកមានមនុស្សប៉ុន្មាននាក់ត្រកូលជនចាស់ក្មេងមានប្រហែលជាង 2000 នាក់យុវជនពេញកម្លាំងមានប្រហែលជាង 500 នាក់ក្នុងនោះមានអ្នកពូកែខាងសិល្បៈក្បាច់គុនជាច្រើនគឺជាកម្លាំងពិសេសដែលត្រកូលជនរបស់យើងបានរៀបចំទុកជាធម្មតាអ្នកគ្រប់គ្នាត្រូវបានបំបីទៅតាមតំបន់ផ្សេងដើម្បីងាយស្រួលក្នុងការប្រមូលព័ត៌មានឆ្លងកាត់ការខិតខំប្រឹងប្រែងរបស់ពួកយើងជាច្រើនចំនួនពេលនេះបានបង្កើតជាបណ្ដាញព័ត៌មានដ៏ធំមួយតែងតែខិតខំប្រឹងប្រែងដើម្បីភាពរុងរឿងរបស់ត្រកូលជនជាង 2000 នាក់រីប៉ាយពីពេញគ្រប់តំបន់ចៅហ្វាយសូមអញ្ជើញមកតាមខ្ញុំមានរបស់ខ្លះគួរតែប្រគល់ឲ្យលោកហើយចៅហ្វាយនេះគឺដាវពស់គ្រាន់តែប្រើកម្លាំងខាងក្នុងរុញវាអាចខ្លាចជាដាវហោះដ៏តូចមួយវាប្រហារដោយមិនឲ្យដឹងខ្លួនវាប្រហារពេលគេមិនប្រុងប្រយ័ត្នប្រើជាមធ្យោបាយការពារជីវិតគឺល្អបំផុតដាវនេះមានឈ្មោះថាដាវអ៊ូមីងគឺជាដាវរបស់បុព្វបុរសកុំមើលរូបរាងវាធម្មតាតាមពិតវាមុតកាត់ដែកដោយកាត់ភពហើយវាក៏ជារបស់សម្គាល់នៃត្រកូលជនរបស់យើងដែរឲ្យតែបង្ហាញដាវនេះមនុស្សត្រកូលជននៅគ្រប់ទីគ្មាននរណាហ៊ានមិនស្ដាប់បង្គាប់ឡើយពិតជាដាវអ៊ូមីងដ៏ល្អមែនចៅហ្វាយសូមលោកទទួលយកដាវនេះផងព្យួរនៅចង្កេះដើម្បីប្រើប្រាស់ប្រចាំថ្ងៃដាវអ៊ូមីងនិងដាវពស់អាចធ្វើជាអាវុធសម្ងាត់លាក់ទុកមិនឲ្យគេឃើញទើបអាចវាយកឈ្នះនៅពេលសំខាន់បានជនម៉ូស៊ីខ្ញុំមានរឿងមួយចង់ពឹងលោកចៅហ្វាយសូមបញ្ជាមកចុះត្រកូលជនទាំងមូលទោះលំបាកយ៉ាងណាក៏មិនរុញរាឡើយប្អូនស្រីខ្ញុំឈ្មោះសៀវយ៉ានាងបានបែកពីខ្ញុំ8ឆ្នាំហើយស្មាខាងឆ្វេងរបស់នាងមានសម្លាក់ពីកំណើតរៀងមេអំបៅអាយុប្រហែល15ឆ្នាំមុខមាត់ស្រស់ស្អាតគួរឲ្យស្រឡាញ់អញប្រើបណ្ដាញព័ត៌មានរបស់ត្រកូលជនមិនថាត្រូវចំណាយអ្វីក៏ដោយត្រូវតែរកនាងឲ្យឃើញទោះរស់ឬស្លាប់ខ្ញុំត្រូវតែដឹងដំណឹងរបស់នាងចៅហ្វាយកុំបារម្ភមនុស្សជាង 2000 នាក់របស់ត្រកូលជននឹងចេញដំណើរភ្លាមទោះបីជាត្រូវត្រឡប់ផែនដីរកក៏ត្រូវតែរកកន្លែងលាក់ខ្លួនរបស់នាងឲ្យឃើញដែរខ្ញុំនឹងចេញបញ្ជាកោះឲ្យត្រកូលជនឥឡូវនេះឲ្យមនុស្សទាំងអស់ចេញទៅស្វែងរកពិធីតាក់ទងរបស់ត្រកូលជនគឺនៅគ្រប់ទីកន្លែងឲ្យតែឃើញរូបដាវខ្លីឆ្លាក់នៅលើជញ្ជាំងខាងឆ្វេងនៃទ្វារធំនោះគឺជាមនុស្សរបស់ត្រកូលជនយើងហើយគ្រាន់តែបង្ហាញដាវអនិយមិត្តពួកគេច្បាស់ជាស្គាល់ផ្ទះសំណាក់ភោជនីយដ្ឋានការិយាល័យអំដំណើរនិងហាងទាំងអស់នៅក្នុងពិភពលោកសុទ្ធតែមានភ្នាក់ងាររបស់ត្រកូលជនយើងជីងយីសៀនហួងសានថៃពួកយើងមកដល់ហើយចៅហ្វាយមានដំណឹងពីរទី1ដើមឈើស្រមោលឈាមពិតជាត្រូវបានជីងយីសៀនយកទៅមែងលាក់ទុកនៅទីធ្លាដាច់ស្រយាលនៅភ្នំខាងក្រោយមនុស្សរបស់យើងព្យាយាមលួចចូលតែត្រូវអ្នកខ្លាំងវីបកវិញទី2ពាក្យចាំអារាមក្នុងពិភពគុណសៀវភៅស៊ុករីស្នុកអណ្ដើកបានធ្លាក់ក្នុងដៃជីងយីសៀនសៀវភៅស៊ុករីស្នុកអណ្ដើកពិតមែនហើយបន្ទាប់ពីដំណឹងនេះលេចអ្នកខ្លាំងលាក់មុខជាច្រើនបានបង្ហាញខ្លួននៅទីក្រុងយ៉ានដោយយកលេសមកជូនពូថ្ងៃកំណើតដើម្បីមកស៊ើបអង្កេតគួរឲ្យចាប់អារម្មណ៍ណាស់ទទួលបានរបស់ទាបដូចជាសៀវភៅស៊ុករីស្នុកអណ្ដើកមិនលាក់ទុកបែរជាបញ្ចេញឲ្យគេដឹងខ្លាចតែគេមិនដឹងទៅវិញកូនចៅក៏គិតថាចម្លែកដែរដំណឹងទាំងពីរនេះហាក់ដូចជាត្រូវគេបញ្ចេញដោយចេតនាមិនដឹងក្នុងគោលបំណងអ្វីទេពិធីជប់លៀងថ្ងៃកំណើតរបស់ហួងសានថៃច្បាស់ជាមានរឿងចម្លែកអញបន្តស៊ើបអង្កេតទៀតទៅបើមានចលនាអ្វីខុសប្រក្រតីត្រូវរីកាភ្លាមបាទទីក្រុងយ៉ានចិត្តអ៊ូអស់ហើយជីងយីសៀនបានបញ្ចេញដំណឹងថាពួកគេទទួលបានសៀវភៅស៊ុករីស្នុកអណ្ដើកពិតជាលេចចេញមកមែនមេកន្ទ្រៀងបើខ្ញុំបានសៀវភៅស៊ុករីអីហ្នឹងច្បាស់ជាលាក់ទុកធ្វើមានម្នាក់អញហើយអ្នកណាល្ងងដល់ថ្នាក់ដើរប្រកាសប្រាប់គេពេញផ្លូវនោះប្អូនប្រុសនិយាយត្រូវចំណុចហើយនៅពីក្រោយហួងសានថៃច្បាស់ជាមានកម្លាំងធំជាងនេះនៅពីក្រោយខ្នងទោះបីជាជីងយីសៀនជាបាក់ធំបំផុតនៅតំបន់ទន្លេលឿងក៏ដោយ
តែនៅមិនទាន់អាចប្រកួតប្រជែងជាមួយវីរបុរសក្នុងពិភពលោកបានទេឥឡូវស្រាប់តែបញ្ចេញដំណឹងបែបនេះច្បាស់ជាមានគោលបំណងលាក់កំបាំងមិនខានពិធីជប់លៀងថ្ងៃកំណើតរបស់ហ៊ុងសានលីគឺជាសំណាញ់មួយអ្នកខ្លាំងគ្រប់ទីមកចូលរួមពិធីជប់លៀងសុទ្ធតែមកដើម្បីសៀវភៅសុគ្រាគ្រាន់តែមិនដឹងថាសំណាញ់នេះចាប់ត្រីឬក៏អ្នកនេសាទខ្លួនឯងខ្វល់អីសំណាញ់ស្អីពួកយើងសាកចូលទៅមើលទៅយីយាននៅឯណាយីយាន អ្នកទាំងពីរជាអ្នកណាហ៊ានចូលជាងយីសៀនរបស់ខ្ញុំទាំងកណ្ដាលអាធ្រាត្រមានការអី នាងគឺជាប្រពន្ធរបស់ម៉ូជុនជីវហ៊ុងសានថៃ តាមពិតជាអ្នកណា កូនស្រីរបស់ចៅធានយ៉ានិងចាងហុងយីងចៅយីយាន នាងគឺជាកូនស្រីរបស់ចៅធានយ៉ានិងចាងហុងយីងមិនខុសទេខ្ញុំគឺជាក្មេងស្រីតូចម្នាក់នោះតែត្រូវពួកឯងតាមសម្លាប់គ្រប់ទីតែសំណាងល្អនៅរស់រានមានជីវិត18ឆ្នាំហើយខ្ញុំរងចាំពេលវេលានេះរាល់ថ្ងៃតាមសម្លាប់នាងគ្រប់ទីគួរឲ្យអស់សំណើចណាស់នាងគិតថានាងអាចរស់ដល់សប្តាហ៍នេះដោយសារសំណាងមែនទេនាងយកខុសហើយនាងមិនដឹងអ្វីទាំងអស់ខ្ញុំនឹងឪពុកនាងចៅធានយ៉ាស្វាមីខ្ញុំមកជន់ជីវអ្នកទាំង3ដើមឡើយជាសិស្សរួមគ្រូសុទ្ធតែជាក្មេងកំព្រាដែលលោកគ្រូរើសបានហូបចុកជាមួយគ្នារស់នៅជាមួយគ្នាហាត់គុនជាមួយគ្នាធំដឹងក្តីជាមួយគ្នាស្រឡាញ់គ្នាដូចបងប្អូនបង្កើតសិស្សច្បងធំស្មោះត្រង់ទោះបីជារៀងល្ងងបន្តិចតែខ្ញុំចូលចិត្តគាត់ណាស់បន្តិចម្ដងខ្ញុំក៏លងស្រឡាញ់គាត់តែឪពុកនាងគាត់មានល្បិចកជ្រៅគុំគួនក្នុងចិត្តគាត់បានដាក់ថ្នាំពុល7ជំហានផ្ដាច់សង្ខារក្នុងស្រាចាក់សម្រាប់ស្វាមីខ្ញុំមួយដាវថែមទាំងប្រមាថខ្ញុំទៀតកូនស្រីដ៏គួរឲ្យអាណិតរបស់ខ្ញុំហ្វឹងទើបតែអាយុ8ឆ្នាំសោះក៏ត្រូវគាត់សម្លាប់ដែរកូនក្នុងផ្ទៃ4ខែរបស់ខ្ញុំក៏រលូតស្លាប់ដោយសាររឿងនេះដែរព្រឹទ្ធាចារ្យឈានថ្ងៃនោះសំណាងល្អដែលនាំកូនធေါ်ខ្ញុំចេញទៅលេងមិននៅក្នុងបក់ទើបកូនប្រុសខ្ញុំរួចផុតពីគ្រោះថ្នាក់នាងគិតថានាងអាចរស់ដល់សប្តាហ៍នេះដោយសារសំណាងមែនទេកាលនោះកូនចៅខ្ញុំរកនាងឃើញយូរហើយតែពេលខ្ញុំឃើញប្រុសស្រីមួយគូនោះក្មេងសុំទាន2នាក់នោះជួយនាងឃើញរូបរាងគួរឲ្យអាណិតដែលពួកឯងទាំង3នាក់ស្រឡាញ់គ្នាចិត្តខ្ញុំក៏ទន់ខ្ញុំនឹកឃើញដល់សិស្សរួមគ្រូទាំង3នាក់របស់យើងតែធ្លាប់ស្រឡាញ់គ្នាបែបនោះដែរដូច្នេះខ្ញុំក៏ដោះលែងនាងខ្ញុំមិនចង់ស្ដាប់នាងនិយាយផ្ដេសផ្ដាសនៅទីនេះទេនាងសម្លាប់ឪពុកនិងម្ដាយខ្ញុំត្រូវតែសងសឹកឲ្យពួកគេជំពាក់ឈាមត្រូវសងដោយឈាម មកចូលទេប្រន្ទះ ឥឡូវមិនអីទេអ្វីបានបញ្ចប់ហើយគ្រូសាយើងទីបំផុតអាចជួបជុំគ្នាវិញហើយលោកគ្រូស្វាមីខ្ញុំពិតជាឯកាណាស់ខ្លាចណាស់នឹកអ្នកទាំងអស់គ្នាណាស់ទៅស្លាប់ទៅខ្ញុំនឹងយកក្បាលនាងទៅសែនឪពុកម្ដាយខ្ញុំ កុំធ្វើបាបមេកន្ទ្រីងធំមេកន្ទ្រីងធំឆាប់ទៅពួកឯងឆាប់ទៅកុំខ្វល់ពីខ្ញុំ ហ៊ុងសានថៃទោះបីជាស្ត្រីតែអាចធ្វើឲ្យសិស្សទាំងអស់ការពារដោយជីវិតសំជាវីនារីជំនាន់នេះមែន គ្រប់គ្រាន់ហើយ យីយានប្រយ័ត្ននេះជាបន្តោងរបស់សៀវយ៉ាមិនក៏នៅជាប់ខ្លួននាងបន្ទះឈើនេះជារបស់នាងមែនទេ មិនខុសទេខ្ញុំតាំងពីតូចក៏ពាក់វាជាប់ខ្លួនដែរ នាងកំពុងកុហកហេតុអីនាងនិយាយបែបនេះ កូនរបស់ខ្ញុំកូននៅរស់ទេល្អណាស់ល្អទីបំផុតម៉ាក់រកកូនឃើញហើយ18ឆ្នាំហើយម៉ាក់រកកូន18ឆ្នាំហើយអ្នកពិតជាឪពុកបង្កើតរបស់ខ្ញុំមែនទេមែនហើយកូនដ៏គួរឲ្យអាណិតរបស់ម៉ាក់បន្ទះឫស្សីនេះគឺពេលកូនកើតមកម៉ាក់ពាក់វានៅលើកូនដោយផ្ទាល់ដៃកាលនោះនៅទីក្រុងជីនលីងម៉ាក់និងម្ដាយកូនត្រូវស្ត្រូវតាមសម្លាប់កូនទៅតែពេញ1ខែសោះម៉ាក់ខំប្រឹងរារាំងស្ត្រូវម្ដាយកូនពាក់កូនរត់ចេញពីរង្វង់ឡោមព័ទ្ធចាប់ពីពេលនោះមកម៉ាក់ក៏បែកពីម្ដាយកូនម៉ាក់ត្រូវបានមិត្តល្អម្នាក់ជួយសង្គ្រោះក្រោយពីជាសះស្បើយម៉ាក់តែងតែតាមរកកូនការស្វែងរកនេះរកអស់18ឆ្នាំហើយកាលពីតូចខ្ញុំធ្លាប់រើឪពុកម្ដាយចិញ្ចឹមនិយាយថាពេលពួកគេរើខ្ញុំបានខ្ញុំមានពាក់បន្ទះឫស្សីនេះពួកគេប្រាប់ខ្ញុំថាឪពុកម្ដាយបង្កើតរបស់ខ្ញុំមិនត្រូវការខ្ញុំទៀតទេ នាងកំពុងកុហកបន្ទះឫស្សីនោះច្បាស់ជារបស់សៀវយ៉ាហេតុអីនាងត្រូវបន្លំខ្លួនជាសៀវយ៉ាតាមពិតនាងចង់ធ្វើអ្វី ចាំយើងរកម្ដាយកូនឃើញគាត់ឃើញកូនច្បាស់ជារំភើបជាងនេះមិនខានកូនរងទុកហើយទីបំផុតបានរួចផុតហើយលោកគ្រូស្វាមីហ្វឹងជីខ្ញុំមកកំដរអ្នកទាំងអស់គ្នាហើយ ប៉ុន្មានឆ្នាំនេះនាងរងទុក្ខហើយនាងទៅឲ្យបានស្មប់ចុះអ្វីបានកន្លងផុតទៅហើយនាំនាងទៅចុះបញ្ចុះសុខនាងឲ្យបានល្អ តោះកូនម៉ាក់នាំកូនទៅកន្លែងមួយចាប់ពីថ្ងៃនេះទៅកូននឹងលែងរងទុក្ខទៀតហើយ បុរសចំណាស់នោះជាអ្នកណាគាត់ពិតជាឪពុកបង្កើតរបស់សៀវយ៉ាមែនទេហេតុអីចៅយាយនិយាយថាបន្ទះឫស្សីរបស់សៀវយ៉ាជារបស់នាងនាងចង់ធ្វើអ្វីនាងមានគោលបំណងអ្វីចុះសៀវយ៉ាវិញសៀវយ៉ានៅឯណានាងសុខសប្បាយទេ
មុនពេលបញ្ជាក់រឿងទាំងអស់នេះឲ្យច្បាស់ខ្ញុំមិនអាចធ្វើអ្វីផ្ដេសផ្ដាសបានទេល្អអាក្រក់ពិបាកបែងចែកខុសត្រូវពិបាកបែងចែកអ្វីទៅជាល្អអ្វីទៅជាអាក្រក់អ្នកណាអាចបែងចែកឲ្យច្បាស់ទៅស៊ីវយ៉ាទោះបីជានាងនៅទីណាក៏ដោយទោះបីជាមានរឿងអ្វីកាត់ឡើងក៏ដោយបងប្រុសច្បាស់ជារកនាងឃើញច្បាស់ជា យីយានកូនដឹងថានេះជាដើមឈើអ្វីទេពីគេនិយាយថាប៉ុន្មានថ្ងៃមុនធ្លាប់កាប់ដើមឈើស្រមោលឈាមមួយដើមនៅភូមិគ្រីកៅមិនមែនជាដើមនេះទេដឹងមិនខុសទេមនុស្សលោកដឹងត្រឹមថាដើមឈើនេះជាបិសាចតែមិនដឹងពីភាពខ្លាំងពិតប្រាកដរបស់វាទេវាមិនត្រឹមតែអាចព្យាបាលរបួសខាងក្នុងថែមទាំងអាចបង្កើនកម្លាំងខាងក្នុងទៀតផងហើយកម្លាំងខាងក្នុងនៅក្បែរដើមឈើនេះទទួលបានលទ្ធផលទ្វេដងមួយថ្ងៃស្មើ 1000 ម៉ាយអ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺបេះដូងដើមឈើរបស់វានោះទៅជារបស់មានតម្លៃពិតប្រាកដទោះបីជាមនុស្សធម្មតាស្រូបយកវាក៏ដោយកម្លាំងខាងក្នុងក៏នឹងឡើងដល់កម្ពូលគ្មានគូប្រៀបក្នុងលោកពិតជាអស្ចារ្យយ៉ាងនេះមែនប៉ារ៉ុកឃើញរបស់នេះប៉ុន្មានឆ្នាំមុនពួកមនុស្សលាក់ពុតដែលតាំងខ្លួនឯងថាអស្ចារ្យទាំងនោះមិនហ៊ានក្រអឺតក្រទុំទៅរឹតតែមិនបណ្ដាលឲ្យម្ដាយនិងកូនជួបគ្រោះថ្នាក់ធំបែបនេះទេតើអ្នកពិតជាលឹងយីឆានស៊ីងមែនទេមិនខុសទេឪពុកគឺឆានស៊ីងម្ដាយកូនគឺលឹងយីគម្ពីរយូមិនសិនកុងនេះគឺជីតារបស់កូនយល់ដឹងពីសៀវភៅស៊ូគ្រីស្នុកអណ្ដើកគាត់ពឹងផ្អែកលើគម្ពីរនេះដើម្បីធ្វើដំណើរក្នុងពិភពគុណគ្មានគូប្រៀបគួរឲ្យស្ដាយកាលពីជាង40ឆ្នាំមុនដំណឹងពីសៀវភៅស៊ូគ្រីស្នុកអណ្ដើកបានបែកធ្លាយធ្វើឲ្យមនុស្សក្នុងពិភពគុណដណ្ដើមគ្នាជីតារបស់កូនក៏បាត់បង់ជីវិតដោយសាររឿងនេះអរគុណឪពុកដែលប្រគល់គម្ពីរឲ្យជីយាននឹងខិតខំហាត់ដើមឡើយម៉ាក់ចង់រកម្ដាយកូនឃើញសិនទើបចែករំលែកបេះដូងដើមឈើជាមួយគាត់ឥឡូវរកកូនឃើញហើយបេះដូងដើមឈើនេះក៏ឲ្យកូនទៅចោះចាំកូនហាត់គម្ពីរនេះបានសម្រេចពួកយើងនឹងទៅរកម្ដាយកូនពេលឪពុកម្ដាយចិញ្ចឹមកូនចិត្តស្លាប់តើធ្លាប់ប្រគល់គុជប្រលឹងដាវឲ្យកូនទេពេលនោះអាយុនៅក្មេងមិនដែលឪពុកម្ដាយនិយាយពីគុជប្រលឹងដាវទេគុជប្រលឹងដាវក៏មិនប្រកាសថាជារបស់មានតម្លៃដែរឪពុកត្រូវចេញទៅដោះស្រាយរឿងខ្លះកូនខំប្រឹងហាត់នៅទីនេះទៅសូមជូនដំណើរឪពុករឿងមានការប្រែប្រួលក្មេងស្រីនៅជីងជីអាននោះត្រូវតែដោះស្រាយឲ្យបានឆាប់យកឆ្នាំនេះទៅឲ្យជីងហៃឲ្យសៀវយ៉ាលេបមិនអាចទេខ្ញុំឃើញផ្ទាល់ភ្នែកថាគាត់ស្លាប់ដោយសាររំជោលទេប្រន្ទះមិនក៏លេចមុខមកទាំងរងរវើកអញ្ចឹងគោរពតាមការណែនាំរបស់ព្រឹទ្ធាចារ្យកម្ពុជាឲ្យគេជំនួសប្រធានបាក់ហ៊ុងចូលរួមពិធីជប់លៀងល្អណាស់ពិតជាដូចមែនគ្រប់យ៉ាងរៀបចំរួចរាល់ហើយឬនៅគ្រប់យ៉ាងរួចរាល់ហើយចាំតែមើលការសម្ដែងរបស់ស្ដេចពីប៉ុណ្ណោះទុកចិត្តចុះយមរាជពួកគេស្លាប់យាម3គឺដាច់ខាតមិនឲ្យរស់ដល់យាម5ទេប្រធានបាក់នីមួយមកដល់ប៉ុន្មានហើយអាចារ្យនេះជីងឈិនបាក់អមីអាចារ្យឲ្យឈីងហ្វឹងបាក់អ៊ូតាំងមកដល់ហើយកឹងស៊ូសឹងនិងយីហានសានបាក់សៀនជីមិនទាន់មកទេព្រឹទ្ធាចារ្យធំលីរ៉ូប៉ៃបាក់សៀនជីនាំមនុស្សមកហើយមិនអីទេទៅចុះធ្វើតាមផែនការទៅពួកប្រធានបាក់ដែលតាំងខ្លួនជាអ្នកត្រឹមត្រូវទាំងនោះគ្រាន់តែជាហ្វូងកូនជីមរងចាំគេសម្លាប់ប៉ុណ្ណោះក្រោយថ្ងៃនេះទៅយុទ្ធសិលឹបតំបន់កណ្ដាលនឹងក្លាយជាពិភពរបស់សាសនាទេពយូមីងយើងហើយអមតាពុទ្ធអាចារ្យនេះជីងឈិនផ្លូវឆ្ងាយជាងយើងទៅទៀតនឹកស្មានមិនដល់ថាមកដល់មុនយើងសាធុគ្រាន់តែឧស្សាហ៍ប៉ះពោភាពល្ងងខ្លៅប៉ុណ្ណោះលោកម្ចាស់ទាំងពីរមានសភាពអស្ចារ្យជាងមុនទៅទៀតក្មេងតូចឈើអ៊ីជៀនសូមគោរពលោកម្ចាស់ភូខុងម្ចាស់ទៀនតូចគូសំពេចហើយមិនដឹងថាមានឈ្មោះអ្វីដែរកាលពីក្មេងធ្លាប់នៅមាត់ទន្លេលឿងមាននិស័យជួបលោកម្ចាស់ម្ដងឯងគឺក្មេងសុំទៀនកាលពីឆ្នាំនោះក្មេងតូចចង់សួរលោកម្ចាស់កាលពីឆ្នាំនោះមេបិសាចបានបោះប្អូនស្រីខ្ញុំស៊ីវយ៉ាទៅឲ្យលោកម្ចាស់តើក្រោយមកប្អូនស្រីខ្ញុំទៅណាហើយប្អូនស្រីឯងមិនមានគ្រោះថ្នាក់ដល់ជីវិតទេពេលនោះអាត្មាបានផ្ញើនាងនឹងក្មេងស្រីម្នាក់ទៀតទៅឲ្យអាចារ្យនិយាយមីងនៃវត្តជីងយាវត្តជីងយានៃណាភាគនិរដីនៃក្រុងយ៉ាងឆឹងប្រហែលជា100លីមានភ្នំជីមីងវត្តជីងយាគឺនៅលើភ្នំនោះអរគុណអ្នកក្លាហានទាំងអស់ប្រធានបាក់ទាំងអស់ដែលបានអញ្ជើញមកជីងយាសៀនរបស់ខ្ញុំដើម្បីជូនពរថ្ងៃកំណើតប្រធានធំហួងខ្ញុំតំណាងឲ្យជីងយាសៀនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅកុំធ្វើរឿងឥតប្រយោជន៍ទាំងនេះអីឆាប់អញ្ជើញប្រធានធំហួងចេញមកទៅត្រូវហើយអ្នកទាំងអស់គ្នាមកដើម្បីអ្វីសុទ្ធតែដឹងច្បាស់ក្នុងចិត្តហើយនិយាយរឿងសំខាន់ឲ្យលឿនមកល្អជាងអ្នកក្លាហានមិននិយាយលាក់លៀមទេត្រូវហើយជីងយាសៀនយើងទទួលបានសៀវភៅស៊ូក្រស្នុកអណ្ដើកប្រធានធំយើងដឹងខ្លួនថាមានសមត្ថភាពនិងគុណធម៌ខ្សោយពឹងលើកម្លាំងខ្លួនឯងមិនអាចរក្សាទុកតែឯងបានទេដូច្នេះទើបសម្រេចចិត្តឆ្លៀតឱកាសពិធីជប់លៀងនេះប្រគល់វាឲ្យអ្នកមានគុណធម៌រក្សាទុកកុំចេះតែនិយាយពីរូបពេកយករបស់នោះចេញមកឲ្យអ្នកទាំងអស់គ្នាបានបើកភ្នែកមើលផងសូមអញ្ជើញប្រធានធំ
តាំងពីបុរាណរហូតមកដល់បច្ចុប្បន្នវត្ថុមានតម្លៃបំផុតក្នុងលោកអ្នកមានគុណធម៌ទើបអាចគ្រប់គ្រងបានខ្ញុំគ្មានសមត្ថភាពរក្សារបស់នេះទេគ្មានជំរឿទ្រាំកាត់ចិត្តប្រគល់ឲ្យអ្នកទាំងអស់គ្នានៅទីនេះចាត់ចែងខ្ញុំសូមពិនិត្យមើលសិនថាមែនឬคล้ายៗព្រឹទ្ធាចារ្យទី3ឲ្យព្រឹទ្ធាចារ្យទី3ឯងចាត់ទុកជាស្អីដល់វេនឯងមកពិនិត្យដែរអ្នកណាហ៊ានរារាំងកុំបន្ទោសចាំងឃុំឯងគិតថាខ្ញុំខ្លាចឯងមែនទេមីនជាងយានឯងពិតជាពូកែគិតមែនមីនជាងយានគាត់គឺមីនជាងយានឈីងហ្វឹង20ឆ្នាំមិនបានជួបគ្នាហើយនៅតែមិនអាចគេចផុតពីភ្នែកឯងទៀតទោះបីជាសត្វស្វាដូចឯងប្រែក្រឡាបាន72យ៉ាងក៏ដោយក៏មិនអាចគេចផុតពីភ្នែកទិព្វរបស់ខ្ញុំបានដែរឈីងហ្វឹងជីងឈិនពួកចៅចាស់ឯងទាំងពីររាប់សិបឆ្នាំហើយគំនុំរវាងពួកយើងក៏គួរតែដល់ពេលបញ្ចប់ដែរអមតាពុតម្ចាស់ទានមានច្រើនឆ្នាំមិនបានជួបសភាពនៅតែដូចមុនអាត្មាសូមគោរពព្រះតេជគុណលាវខុងកាលពីឆ្នាំនោះបាក់នានានៅតំបន់កណ្ដាលឡោមព័ទ្ធសម្រាប់គ្រូខ្ញុំទេពយូមីងបើមិនមែនដោយសារគ្រូអញព្រះតេជគុណហួយនឹងបន្ធូរបន្ថយដៃទេលឹងយិតដែលនៅក្មេងប្រហែលជាស្លាប់បាត់ទៅហើយ20ឆ្នាំមុនឡោមព័ទ្ធសម្រាប់ប្តីប្រពន្ធយើងអញក៏បានបន្ធូរបន្ថយដៃដល់កូនស្រីតូចរបស់ខ្ញុំទៀតគុណបំណាច់ទាំងពីរនេះខ្ញុំមានជាងយានចងចាំក្នុងចិត្តថ្ងៃនេះអញទៅចុះខ្ញុំមិនធ្វើបាបបាក់សាលីនទេអមតាពុទ្ធអ្នកប៊ូមានចិត្តមេត្តាប៉ុន្តែអាត្មាក្នុងនាមជាសមាជិកយុទ្ធសិលម្នាក់ការកម្ចាត់បិសាចក៏ជាការទទួលខុសត្រូវដែរបើម្ចាស់ទានមានឥឡូវនេះកែប្រែចិត្តបញ្ឈប់ត្រឹមនេះក៏ធ្វើឲ្យពិភពយុទ្ធសិលកាត់បន្ថយការសម្លាប់គ្នាដែរលោកសង្ឃអញពិតជាគិតថាពួកគេនឹងទម្លាក់កាំបិតចុះមែនទេអញមើលមនុស្សតូចទាបដែលលោកខ្លួនមិនចេះឆ្អែតទាំងនេះចុះគួរតែទទួលទោសហើយអញ្ជើញអ្នកទាំងអស់គ្នាមកទី1គឺជាថ្ងៃល្អដែលសាសនាទេពយូមីងយើងលេចមុខឡើងវិញទី2គំនុំពីមុនក៏គួរតែដល់ពេលបញ្ចប់ដែរកាលពីឆ្នាំនោះខ្ញុំបានចាញ់ក្រោមដៃគ្រូទេពយូមីងគ្រូបានយកសៀវភៅស៊ូកុលស្នូកអណ្ដើកមកឲ្យខ្ញុំសិក្សាជាមួយគ្នានរណាដឹងថាសៀវភៅស៊ូកុលស្នូកអណ្ដើកនោះចម្លែកខ្លាំងណាស់មនុស្សម្នាក់មើលហើយសុទ្ធតែមានការយល់ឃើញខុសគ្នាគ្រូមានការសង្ស័យយ៉ាងខ្លាំងចំពោះរឿងនេះទើបចង់ទៅតំបន់កណ្ដាលស្វែងរកអ្នកខ្លាំងដើម្បីសិក្សាជាមួយគ្នាខ្ញុំដឹងច្បាស់ពីភាពលោភលន់របស់មនុស្សទើបខិតខំខាត់គាត់តែគ្រូមិនស្ដាប់ទីបំផុតក៏នាំមកនៅគ្រោះមហន្តរាយដ៏ធំលោកសង្ឃធំតៅចាស់គ្រូរបស់ពួកអញសុទ្ធតែធ្លាប់ត្រូវបានអញ្ជើញឲ្យចូលរួមសិក្សាសៀវភៅស៊ូកុលស្នូកអណ្ដើកតែដូចដែលខ្ញុំបាននិយាយអ្នកដែលធ្លាប់មើលសៀវភៅនេះទាំងអស់ការយល់ឃើញសុទ្ធតែមិនដូចគ្នាទេមែនឬមិនមែនពិតជាមានរឿងនេះមែនគ្រូតែងតែនិយាយថាខ្ញុំប្រព្រឹត្តចំពោះអ្នកដទៃដោយស្មោះត្រង់អ្នកដទៃច្បាស់ជាប្រព្រឹត្តចំពោះខ្ញុំដោយស្មោះត្រង់វិញប៉ុន្តែគាត់បានមើលរំលងភាពគួរឲ្យខ្លាចនៃភាពអាត្មានិយមនិងលោភលន់របស់មនុស្សដូចជាមនុស្សទាំងនេះអញ្ចឹងពួកគេធ្លាប់ជាមិត្តនឹងគ្នាឥឡូវនេះដើម្បីភាពលោភលន់ក្នុងចិត្តក៏សម្លាប់គ្នាទៅវិញទៅមកលោកសង្ឃមិនក៏ឯងមិនឲ្យពួកគេទម្លាក់កាំបិតចុះឲ្យខ្លាចជាព្រះទៅមានជាងយានកុំនិយាយពីរូបពេកអញជាមនុស្សបែបណាអ្នកដទៃមិនយល់ខ្ញុំនៅមិនយល់ទៀតឬកាលពីឆ្នាំនោះឯងនិងគ្រូឯងយកសៀវភៅស៊ូកុលស្នូកអណ្ដើកមកឲ្យអ្នកទាំងអស់គ្នាសិក្សាខ្ញុំមើលទៅគ្រូនិងសិស្សពួកឯងគឺមានបំណងមិនល្អទេឯងគួរឲ្យស្អប់បំផុតកាលពីឆ្នាំនោះឯងនិងគ្រូឯងទៅស៊ីជាងគោរពគ្រូខ្ញុំចាត់ទុកពួកឯងជាភ្ញៀវកិត្តិយសតែឯងបែរជាមានចិត្តលោភលន់ចង់ធ្វើបាបគ្រូខ្ញុំដើម្បីយកជារបស់ខ្លួនថែមទាំងស្រក់ទឹកមាត់ចង់បានសម្រាប់ប្រពន្ធខ្ញុំមានគំនិតអាក្រក់ទៀតខ្ញុំមើលទៅកាលពីឆ្នាំនោះគ្រូនិងសិស្សពួកឯងច្បាស់ជាមានគំនិតមិនល្អហើយកុំមាត់ជាមួយបិសាចនេះអីសម្រាប់វាភ្លាមទៅដើម្បីកម្ចាត់គ្រោះថ្នាក់ទៅថ្ងៃក្រោយចៅចាស់ជីងឈិនឯងមានចិត្តចង្អៀតចង្អល់ចង់គំនុំសងសឹកនឹកឃើញកាលពីឆ្នាំនោះស៊ីវឈីងជាក្មេងស្រីដែលចិត្តល្អនិងបរិសុទ្ធប៉ុណ្ណានាងបំរើឯងជាង10ឆ្នាំតែងតែគោរពឯងជាគ្រូគ្រាន់តែដោយសារនាងមានចិត្តល្អចំពោះខ្ញុំមិនដាច់ចិត្តឲ្យខ្ញុំស្លាប់យ៉ាងវេទនានៅតាមផ្លូវមានចិត្តល្អព្យាបាលរបួសឲ្យខ្ញុំឯងក៏សម្លាប់នាងយ៉ាងខូចខើហើយយកលេសនេះមកសម្លាប់គ្រួសារខ្ញុំទាំងមូលឯងប្រាំជោបាយដល់សាហាវព្រៃផ្សៃចំពោះកូនស្រីតូចដ៏គួរឲ្យអាណិតរបស់ខ្ញុំតាមពិតឯងគ្រាន់តែចង់យកសៀវភៅស៊ូកុលស្នូកអណ្ដើកជារបស់ខ្លួនប៉ុណ្ណោះនៅរកហេតុផលសំរុំស្អីទៀតឯងពិតជាស្ត្រីអាក្រក់ដែលមានល្បិចកនិងពីពលមែនសំនឹងមកស្រែកលោឡានៅមុខខ្ញុំដែរកុំនិយាយច្រើនមើលដាវចៅចាស់ជីងឈិនឯងមានសមត្ថភាពតែប៉ុណ្្នឹងទេ30ឆ្នាំមុនឯងមិនមែនជាគូប្រកួតរបស់ខ្ញុំមានជាងយានទេ30ឆ្នាំក្រោយឯងនៅតែមិនមានការរីកចម្រើនសូម្បីតែបន្តិចឯងពិតជាមនុស្សងងមែនសម្រាប់នាងដើម្បីសងសឹកឲ្យគ្រូចុះថ្ងៃក្រោយប្រជុំមុខនឹងសៀវយ៉ាយ៉ាងម៉េចពួកមនុស្សតូចទាបដែលលោភលន់មិនចេះឆ្អែតដូចពួកឯងរស់នៅលើโลกនេះមានតែធ្វើឲ្យមនុស្សកាន់តែច្រើនត្រូវគេសម្លាប់យ៉ាងវេទនាប៉ុណ្ណោះថ្ងៃនេះសាសនាទេពយូមីងយើងនឹងកម្ចាត់គ្រោះថ្នាក់សម្រាប់យុទ្ធសិលបដួលពីដង្កើមាស
ពីដង្កើមាសអញគឺស្ដេចពីមេលី នោះជាក្បាច់សម្ងាត់ផ្ដាច់មុខរបស់លោកសង្ពីសឯងជាសិស្សរបស់លោកសង្ពីស មនុស្សដែលមានវត្តមាននៅថ្ងៃនេះទាំងអស់សុទ្ធតែត្រូវពីដង្កើមាសខ្មោចឆៅរបស់ខ្ញុំហើយអ្នកណាដែលចុះចូលនឹងសាសនាយូមីងយើងជារៀងរាល់ខែអាចផ្ដល់ថ្នាំបន្សាបមួយគ្រាប់ធានាថាអ្នកមិនអីទេបើមិនដូច្នេះទេមនុស្សទាំងនេះគឺជាទីបញ្ចប់របស់ពួកឯងឱកាសចុងក្រោយអ្នកដែលចុះចូលនឹងសាសនាទេពយូមីងយើងនឹងផ្ដល់ថ្នាំបន្សាបភ្លាមអាចរួចផុតពីសេចក្តីស្លាប់ បកដៅដែលខ្ញុំព្រមចុះចូលនឹងសាសនាយូមីង អមតាពុទ្ធពីម្ចាស់ទានមានពិតជាមានមធ្យោបាយល្អមានល្បិចក៏ល្អមែនប៉ុន្តែអាត្មាសូមទូនមានម្ចាស់ទានមានមួយឃ្លាពឹងលើមធ្យោបាយល្បិចក៏ពីពលអាចបានសម្រេចតែមួយគ្រាប៉ុណ្ណោះបះនេះមួយអាចរស់រានមានជីវិតបានគឺមានហេតុផលរបស់វាសង្ឃឹមថាម្ចាស់ទានមានចេះថែរក្សាខ្លួន មានជាងយានអាំនោះតូចទាបអត់ខ្មាស់5មធ្យោបាយល្បិចក៏ពីស្ពល់បែបនេះមកលួចវាយប្រហារពួកយើងចាត់ទុកជាវីរបុរសស្អីទៅខ្ញុំជិញឈិនដាច់ខាតមិនទទួលរងការប្រមាថពីអញទេទោះបីជាខ្លាចជាខ្មោចក៏ខ្ញុំមិនលើកលែងឲ្យអញដែរពិតជាសុំទោសពួកឯងមែនមិនគួរនាំពួកឯងមកសោះមានជាងយានខ្ញុំជិញឈិនសុកចិត្តអារកសម្រាប់ខ្លួនក៏ដាច់ខាតមិនទទួលរងការប្រមាថពីសាសនាយូមីងរបស់ឯងដែរ គ្រូប៉អើមីចុះចូល ចាប់ពីថ្ងៃនេះទៅសាសនាទេពយូមីងលេចមុខឡើងវិញជាផ្លូវការអ្នកណាដែលចុះចូលនឹងសាសនាយូមីងយើងគឺជាប្រជារាស្ត្រយូមីងយើងអ្នកណាដែលប្រឆាំងមានតែផ្លូវស្លាប់មួយគត់ និកាយយូមីងគ្រប់គ្រងពិភពគុណគុំធ្វើអ្វីផ្ដេសផ្ដាសស្ដេចពីបានដាក់ទម្រង់ពីនៅមុខទ្វារបើហ៊ានចូលទៅច្បាស់ជាស្លាប់មិនខានតើបណ្ដោយឲ្យពួកគេក្រអឺតក្រទុំបែបនេះមែនទេទុកជីវិតសិនទៅគំនុំមួយនេះយូរវាឆាប់គង់តែសង្វិញទេបើចេញមកពេលនេះមិនខុសពីយកពងមាន់ទៅទង្គិចថ្មទេគុណរបស់មិនជាងយានខ្លាំងណាស់បូករួមទាំងពីសាកសពរបស់ស្ដេចពីមេលីទៀតខ្ញុំត្រូវតែអត់ធ្មត់មិនជាងយានគំនុំថ្ងៃនេះខ្ញុំឈើអ៊ីជៀននឹងសង្អែងវិញមួយជា10មិនបាច់ដេញទេគេត្រូវពីហើយរត់មិនបានឆ្ងាយទេទុកឲ្យគេទៅចុះលាវខុងឈីងយ៉ាងពួកឯងគិតថាចេញទៅអាចគេចផុតពីសេចក្តីស្លាប់បានមែនទេមេលីជូនដំណើរពួកគេទៅសៀវយ៉ាចាំបងសិនណាចៅហ្វាយលោកត្រូវពីហើយមិនអាចប្រើកម្លាំងខាងក្នុងទៀតទេខ្ញុំមិនអីទេកើតមកជាមនុស្សស្លាប់រស់មានកំណត់តែមុនពេលស្លាប់ខ្ញុំត្រូវតែជួបនាងម្ដងមេកន្ទ្រីងខ្ញុំទៅកំដរលោកមិនបាច់ទេពេលវេលារបស់ខ្ញុំនៅសល់មិនច្រើនទេរឿងខ្លះខ្ញុំត្រូវតែទៅធ្វើម្នាក់ឯងអ្នកទាំងអស់គ្នាថៃខ្លួនផងសៀវយ៉ាបងមកដល់ហើយលើកនេះបងលែងចាក់ចេញពីឯងទៀតហើយមិនអាចដួលទេមិនទាន់អាចដួលបានទេ បងប្រុសឈើប៉ា សៀវយ៉ាបងមកដល់ហើយ សៀវយ៉ាគឺបងឈើប៉ាបងមករកអញហើយតើអញនៅណាសៀវយ៉ាអញនៅរស់ទេអញនៅរស់ទេទេវតាពិតជាមានភ្នែកមែនសៀវយ៉ានៅរស់នាងនៅរស់ តើម្ចាស់ទានជាអ្នកណាហេតុអ្វីបានជាចូលមកក្នុងវត្តជីងយាកហើយប៉ះពាល់របស់អ្នកអត់ទេ អ្នកគ្រូជាម្ចាស់ទីនេះមែនទេតើអ្នកគ្រូដឹងទេថាសៀវយ៉ានៅឯណានាងនៅឯណា តាមខ្ញុំមកនាងកំពុងសូត្រធម៌គួរតែត្រឡប់មកវិញហើយ សៀវយ៉ា ម៉ាក់ថតតើម្ចាស់ទានម្នាក់នេះជាអ្នកណា សៀវយ៉ា លោកចំណាំមនុស្សខុសហើយខ្ញុំមិនស្គាល់លោកទេ អញមើលឲ្យច្បាស់ទៅគឺបងឈើប៉ាកានោះនៅវិហារចាស់ក្នុងក្រុងជីនលីងយើងញ៉ាំនំប៉ាវជាមួយគ្នា
អញអាណិតបងក៏ហុចនំប៉ាវមកឲ្យបងវិញក្រោយមកលីវសានមកដណ្ដើមនំប៉ាវនិងប្រាក់របស់យើងក៏រត់ចូលព្រៃស្រកខ្មៅជាមួយគ្នាសៀវយ៉ាគឺបងឈើប៉ាណាក្រោយមកបងត្រូវមនុស្សអាក្រក់ចាប់ទៅមានព្រះសង្ឃចាស់ម្នាក់បីអញយំស្រែកថាឲ្យជួយបងសៀវយ៉ារឿងទាំងនេះអញភ្លេចអស់ហើយមែនទេ បងប្រុសឈើប៉ាពិតជាបងមែនទេបងមិនទាន់ស្លាប់ទេបងពិតជាមិនទាន់ស្លាប់មែន គឺបងសៀវយ៉ាបងមិនទាន់ស្លាប់ទេបងតាមរកអញ12ឆ្នាំហើយទីបំផុតរកអញឃើញហើយបងលែងចាក់ចេញពីអញទៀតហើយ បងប្រុស អមតពុទ្ធនិយាយទៅរឿងនេះគឺជាកំហុសរបស់អាត្មាធ្លាប់ជាអ្នកបម្រើចាស់ក្នុងភូមិគ្រឹះត្រកូលចៅកាលនោះលោកស្រីចាស់មានចិត្តបុណ្យបានជួយសង្គ្រោះជីវិតអាត្មានិងម្ដាយក្រោយពេលភូមិគ្រឹះត្រកូលចៅជួបគ្រោះថ្នាក់អាត្មាគ្មានកន្លែងទៅក៏ត្រូវបានអ្នកគ្រូយាកមីងទទួលយកហើយបួសនៅវត្តជីងយាកនេះក្រោយមកអ្នកគ្រូយាកមីងទទួលអានិធម្មវត្តនេះក៏សល់តែអាត្មាម្នាក់ឯង 5 ឆ្នាំមុនអ្នកនាងចៅយីយាននៃភូមិគ្រឹះត្រកូលចៅបានមករកអាត្មានាងបានយកប្រាចាស់របស់ភូមិគ្រឹះមកដោយប្រាប់ថានឹងសងសឹកឲ្យគ្រួសារត្រកូលចៅទាំងមូលនាងមិនដឹងថារកសៀវយ៉ាឃើញពីណាទេក៏បញ្ជូននាងមកវត្តនេះហើយបញ្ជាឲ្យអាត្មាមើលថែនាងឲ្យបានល្អតែលួចបញ្ជាឲ្យអាត្មាបញ្ចុកថ្នាំបំបែកប្រលឹងដល់សៀវយ៉ាជារៀងរាល់ថ្ងៃចាំនាងធំពេញវ័យនិងបញ្ជូនទៅឲ្យមន្ត្រីធំនៅរាជធានីធ្វើជាស្រីស្នំដើម្បីដូរយកជំនួយពីពួកគេ នាងហ៊ានមានគំនិតអាក្រក់បែបនេះផង ដំបូងឡើយអាត្មានឹកឃើញដល់គុណបំណាច់របស់លោកស្រីចាស់ហើយត្រូវនាងយកកំហុសពីអតីតកាលមកគំរាមកំហែងទើបយល់ព្រមទាំងវង្វេងវង្វាន់តែក្មេងនេះមកដល់វត្តដើរតាមអាត្មារាល់ថ្ងៃហើយអាត្មាថាម៉ាក់ធាត់មាននំមួយម៉ាត់ក៏បញ្ចុកអាត្មាសិនដែរនាងទន់ភ្លន់ណាស់ធ្វើល្អដាក់អាត្មាជាងកូនបង្កើតទៅទៀតតើឲ្យអាត្មាដាច់ចិត្តធ្វើបាបនាងមិនដេចទៅ2 ឆ្នាំដំបូងអាត្មាបញ្ចុកថ្នាំតាមការបញ្ជារបស់នាងតែយូរទៅកាន់តែអាណិតក្មេងនេះពីដើមមកការចងចាំមិនសូវល្អស្រាប់ផងពេលញ៉ាំថ្នាំហើយកាន់តែវង្វេងវង្វាន់ជួនកាលសំបីតែបាយទើបញ៉ាំហើយក៏ចាំមិនច្បាស់ដែរអាត្មាក៏លួចបន្ថយថ្នាំក្រោយមកតតែពេលនាងបញ្ជូនមនុស្សមកពិនិត្យទើបអាត្មាបញ្ចុកបន្តិចបន្តួចថ្នាំបំបែកប្រលឹងក៏កុញក្នុងខ្លួនបំផ្លាញស្មារតីនិងប៉ះពាល់ដល់រាងកាយក្មេងនេះឥឡូវមើលទៅដូចជាមិនអីតែតាមពិតខ្វះឈាមខ្លាំងណាស់យប់ឡើងគេងមិនលក់ស្រួលរឿងអតីតកាលក៏ចាំមិនច្បាស់ដែរអាត្មារកថ្នាំបុរាណជាច្រើនតែអាចត្រឹមពោឈាមមិនអាចព្យាបាលជាសះស្បើយទេ ចៅយីយានតើនាងមកទទួលមនុស្សនៅពេលណា គឺប៉ុន្មានថ្ងៃនេះហើយខែមុននាងផ្ញើសម្បត្តិមកថាផ្លូវនៅរាជធានីបានរៀបចំរួចរាល់ហើយចាំដល់រដូវស្លឹកឈើជ្រុះនឹងមកទទួលសៀវយ៉ាចូលរាជធានីម្ចាស់ទៀនឈើលោកនាំនាងទៅចុះទៅឲ្យកាន់តែឆ្ងាយកាន់តែល្អគុំត្រឡប់មកវិញឲ្យសោះក្មេងនេះរងទុក្ខច្រើនណាស់ហើយគួរតែទៅតាមបងប្រុសបង្កើតរស់នៅឲ្យបានសុខសាន្តហើយ ទៅបានតែខ្លួនតែគេចមិនផុតពីវាសនាទេគំនុំត្រកូលចៅល្បិចរបស់ចៅយីយាននឹងជាតិពុលក្នុងខ្លួនសៀវយ៉ាដែលមិនទាន់បន្សាបតើអាចថារត់គឺរត់បានយ៉ាងម៉េចទៅ បងប្រុស មិនអីទេមានបងនៅទីនេះហើយ ម៉ាក់ធាត់ខ្ញុំមិនដាច់ចិត្តពីម៉ាក់ទេ ក្មេងល្ងងបានជួបជុំបងប្រុសបង្កើតគឺជារឿងល្អណាស់ថ្ងៃក្រោយរស់នៅជាមួយបងឲ្យបានល្អបើមានរឿងអន់ចិត្តត្រឡប់មកវត្តជីងយាកវិញមកទីនេះតែងតែមានបាយឲ្យអញហូបជានិច្ចសៀវយ៉ាជាក្មេងគិតច្រើនថ្ងៃក្រោយសូមម្ចាស់ទានអាណិតស្រឡាញ់នាងឲ្យបានច្រើនពិភពគុណគ្រោះថ្នាក់ណាស់ត្រូវប្រយ័ត្នគ្រប់រឿង អ្នកគ្រូកុំបារម្ភអីទោះបីជាត្រូវបដូរដោយជីវិតក៏ខ្ញុំមិនឲ្យសៀវយ៉ារងទុក្ខសំបីតែបន្តិចទៀតដែរសេចក្តីសប្បុរសដ៏ធំធេងនេះខ្ញុំឈើសូមចងចាំទុកក្នុងចិត្តថ្ងៃក្រោយច្បាស់ជាសង្គុណវិញមិនខាន ម្ចាស់ទានមិនបាច់គួរសំទេគឺអាត្មាដែលមានគំនិតអាក្រក់មុនពេលនេះបានឃើញបងប្អូនអ្នកជួបជុំគ្នាក៏ចាត់ទុកថាលៀងបាបក្នុងចិត្តអាត្មាបានមួយចំណែកដែរ បងប្រុសតើយើងត្រូវទៅណា រកកន្លែងសុវត្ថិភាពស្នាក់នៅសិនចាំបងរកវិធីព្យាបាលជំងឺឯងថ្ងៃក្រោយមានបងនៅទីនេះគ្មានអ្នកណាអាចធ្វើបាបអញបានទៀតទេយ៉ា